ខ្ញុំសុំទោសយើងខំអស់ពីសមត្ថភាពហើយលោកឆេនបានទទួលមរណភាពហើយកាយរឿងដែលខ្ញុំសួរអ្នកទៅដល់ណាហើយមានដំណើរការទេលោកឆេនតាមបញ្ជារបស់លោកយើងបានបង្កើតមូលនិធិកុមារកំព្រាដោយប្រើភាគហ៊ុនរបស់លោកទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកត្រូវបានបរិច្ចាគទាំងអស់ដល់សប្បុរសធម៌ប៉ុន្តែអតីតភរិយារបស់លោកកំពុងគំរាមប្តឹងនាងទាមទារប្រាក់ 8,000 លានយន់បូករួមទាំងអចលនទ្រព្យនៅរាជធានីនាងហ៊ានទាមទារបែបនេះណាស់លោកឆេនកុំបារម្ភក្រុមច្បាប់នឹងដោះស្រាយគ្រប់យ៉ាងជូនលោកឈ្មោះនាងស៊ូឬជូនាងជាមនុស្សដែលខ្ញុំស្រឡាញ់ជាងគេក្នុងជីវិតយើងស្រឡាញ់គ្នាតាំងពីរៀននៅមហាវិទ្យាល័យនាងរួមទុកជាមួយខ្ញុំនាងមិនដែលចាកចេញពីខ្ញុំទេពេលខ្ញុំជោគជ័យក្នុងអាជីវកម្មហើយហ៊ាននឹងរៀបការជាមួយនាងយ៉ាងអធិកអធមឬជូស៊ូឬជូមិនអាចត្រាំនឹងការឈឺចាប់នៃការអាម៉ាស់នាងលោតពីអាគារហើយស្លាប់ឬជូបន្ទាប់ពីនាងស្លាប់ខ្ញុំកាន់តែការទៅឥឡូវខ្ញុំមានជំងឺមហារីកប៉ុន្តែសម្រាប់ខ្ញុំវាជាការធូរស្បើយមួយខ្ញុំនឿយហត់លោកឆេនប្រសិនបើលោកមិនបានទុកចិត្តនាងមិនឲ្យរួចហើយធ្លាក់ក្នុងជំងឺធ្លាក់ទឹកចិត្តកសិកម្មហារីកក៏មិនរីករាលដាលលឿនម្លេះទេពិភពលោកដែលគ្មាននាងមានន័យអ្វីឬជូបើមានជីវិតក្រោយខ្ញុំចង់ដើរជាមួយនាងហើយមើលផ្កាយទាំងអស់ភ្លឺនិងភាពរុងរឿងនៃពិភពលោកSen fan, nhạc lòng. Sen fan. Sen fan. Sen fan, nhạc lòng. Sen fan. ក្នុងរយៈពេល3ទៅ400ឆ្នាំកន្លងមកចិនឋានៈរបស់ចិនក្នុងពិភពលោកថ្ងៃនេះគឺល្អបំផុតការរស់ឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិនបានលេចឡើងអនាគតដ៏ភ្លឺស្វាងឬជូខ្ញុំកំពុងសុបិនមែនទេហាក់ដូចជាស្ថានសុខបាលនៃការអធិស្ឋានរបស់ខ្ញុំហើយធ្វើឲ្យសេចក្តីប្រាថ្នារបស់ខ្ញុំคล้ายជាការពិតនេះពិតជាអស្ចារ្យមែនឬជូទីបំផុតខ្ញុំបានឃើញនាងម្ដងទៀតលើកនេះខ្ញុំនឹងមិននាងចាកចេញពីខ្ញុំទៀតទេSen fan, natura agrakna. ឈឺណាស់វាពិតហ្វានអ្នកកំពុងធ្វើអីសាស្ត្រាចារ្យវ៉ាងអ្នកនៅរស់ដែរចេញទៅចេញទៅខ្ញុំពិតជាបានការជាថ្មីត្រឡប់ទៅឆ្នាំ2000រ៉ូជូលើកនេះខ្ញុំនឹងការពារអ្នកឲ្យបាននិស្សិតទាំងអស់ជីវិតនិស្សិតរបស់អ្នករយៈពេល4ឆ្នាំជិតដល់ទីបញ្ចប់ហើយរាល់ពេលដែលខ្ញុំគិតពីការជូនអ្នកចេញទៅក្នុងចិត្តខ្ញុំហ្វានពីមុនមានរឿងអីពីមុនអ្នកចូលចិត្តលីនយូវៃពីថ្នាក់ក្បែរមែនទេឥឡូវនេះអីអ្នកបដូរចិត្តហើយអ្នកឈប់សបផ្សាយពាក្យចាំតើខ្ញុំធ្លាប់និយាយថាចូលចិត្តលីនយូវៃនៅពេលណា
អ្នកដែលខ្ញុំចូលចិត្តពីដើមដល់ចប់គឺមានតែស៊ូរ៉ូជូប៉ុណ្ណោះ អញ្ចឹងយើងចាប់ផ្ដើមមេរៀន អ្នកខំទេ បើអ្នកនិយាយលេងបែបនេះទៀតខ្ញុំនឹងមិននិយាយជាមួយអ្នកទៀតទេ រ៉ូជូខ្ញុំសុំទោសចាប់ពីពេលនេះទៅដែលគ្មានការអនុញ្ញាតពីអ្នកខ្ញុំនឹងមិនធ្វើបែបនេះទៀតទេបើអ្នកនៅតែខំអ្នកអាចថើបខ្ញុំវិញ Sane fun រ៉ូជូតាមពិតខ្ញុំយល់សពក្នុងសុបិនខ្ញុំបានបាត់បង់ក្មេងស្រីម្នាក់ដែលស្រឡាញ់ខ្ញុំខ្លាំងជាការសោកស្ដាយពេញមួយជីវិតនេះខ្ញុំនឹងមិនឲ្យនាងទៅជាដាច់ខាត យកចិត្តទុកដាក់នឹងមេរៀន បាទអ្នកគ្រូ ថ្ងៃនេះរៀនត្រឹមនេះបើអ្នកមានសំណួរអ្វីអ្នកអាចមករកខ្ញុំបានជានិច្ចរៀនចប់ ណែ ពាក់វាលឿនអ្នកនឹងអត់ស្រួលខ្លួនខ្លាំងធ្វើវាលើនេះខណៈដែលមនុស្សមើលតិច ធ្វើម៉េចណាស់ដឹង ព្រោះខ្ញុំអាចទីសំណាងខ្ញុំមានភ្នែកមុតក្នុងជាតិមុននាងតានតឹងខ្លាំងដោយសារតែការប្រឡងចូលរៀនថ្នាក់អនុបណ្ឌិតដែលជិតមកដល់ដែលធ្វើឲ្យនាងមកកដើមមុនកំណត់នាងប្រឡាក់ខោហើយត្រូវគេសាយចំដោយមនុស្សច្រើនលើកនេះខ្ញុំត្រូវតែការពារប្រពន្ធខ្ញុំស្អាតណាស់នាងស្គមពេកលើកនេះខ្ញុំត្រូវរកលុយឲ្យបានច្រើនដើម្បីឲ្យខ្ញុំអាចថែទាំនាងបានល្អរ៉ូជូចាប់មេរៀនហើយមកបងហ៊ូនឹងនាំអូនទៅសារ៉ាំឲ្យអូនឃើញពិភពលោក ខ្ញុំមិនទៅសូមផ្លាស់ចេញ កុំខ្មាស់អីមើលទៅអូនស្លីពាក់សាមញ្ញណាស់ខ្ញុំនឹងនាំអូនទៅជ្រើសរើសសំលីបំពាក់ថ្មីស្អាតមកខ្ញុំប្រមានអ្នកចេញឲ្យឆ្ងាយពីនាងឆេនហ្វានអ្នកក្រដូចអ្នកចង់រកស្រីដែរមើលខ្លួនឯងគួរឲ្យអាណិតណាស់អ្នកសុំនឹងនាងអ្នកមានសិទ្ធិប្រកួតប្រជែងជាមួយខ្ញុំទេខ្ញុំក្របានអ្វីដល់អ្នកតើខ្ញុំបានស៊ីបាយអ្នកផឹកទឹកអ្នកមិនណើប្រពន្ធខ្ញុំនិយាយទេថានាងច្រើនអ្នកចេញទៅអ្វីអ្នកនិយាយឯងឆេនហ្វានអ្នកក្រដល់ថ្នាក់យោសពស៊ូរ៉ូជូជារបស់ខ្ញុំបើអ្នកឆ្លាតចេញទៅលើនេះបើមិនអញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកមិនអាចរកបាននៅក្នុងសាលានេះគ្រាន់តែអ្នកដូចកង្កែបចង់ស៊ីសាច់ហុងមើលខ្លួនឯងមុខដូចជ្រូកហើយអ្នកហ៊ានជិះជាន់ប្រពន្ធខ្ញុំប្រយ័ត្នខ្ញុំនឹងវាយអ្នកឲ្យធ្មេញជ្រុះអ្នកក្រអើយអ្នកហ៊ានប្រមាថខ្ញុំ Sane fun កុំធ្វើរឿងរលរៀលបើអ្នកពិតជាឆ្លោះគ្នាអ្នកនឹងត្រូវទទួលទណ្ឌកម្មហើយវានឹងប៉ះពាល់ដល់ការបញ្ចប់ការសិក្សារបស់អ្នក ពន្យាពេលបញ្ចប់ការសិក្សាអីបើគេហ៊ានជិះជាន់អូនខ្ញុំនឹងធ្វើឲ្យគេសង្ថ្លៃឯញ៉េថ្ងៃនេះបើខ្ញុំមិនវាយអ្នកឲ្យអ្នកលុតជង្គង់ហើយខ្ញុំថាតាខ្ញុំមិនមែនជាហួងទេហេបំហូតោះនិយាយគ្នាស្រួលបំហ្វាញកុំប្រជុំមុខដាក់គាត់ឪពុកគាត់ជាសមាជិកក្រុមប្រឹក្សាសាលាបើអ្នករករឿងគាត់ឪពុកគាត់នឹងការពារគាត់ហើយបណ្ដេញអ្នកចេញបងថៃក៏របស់យើងមិនត្រឹមតែជាមនុស្សធំនៅសាលាទេប៉ុន្តែនៅក្នុងសង្គមគាត់ជាមនុស្សធំពិតប្រាកដពួកឯងសុំទោសឥឡូវនេះហើយវាអាចនៅតែជួយអ្នកឲ្យរួចច្បាស់ណាស់អ្នកគិតថាអ្នកជានរណាហ៊ានប្រកួតនឹងថៃក៏អ្នកគ្រាន់តែជាកូនប្រធានក្រុមប្រឹក្សាសាលាហើយឯងធំពេកមែនអ្នកណាដែលមិនដឹងនឹងគិតថាអ្នកជាស្ដេចពិភពលោកឯងជាមនុស្សអន់ធើហើយមកធំពេកឯងហ៊ានមើលងាយកូនប្រធានក្រុមប្រឹក្សាសាលាឆេនហ្វានឯងពិតជារករឿងលោកគួងសុំស្មុកចិត្តកុំយកចិត្តទុកដាក់នឹងមិត្តខ្ញុំគាត់គ្រាន់តែចេញទៅបើឯងមានបញ្ហាមកខ្ញុំកុំប៉ះមិត្តខ្ញុំបានចាំអីទៀត គង់ហ៊ូកុំទៅឆ្ងាយពេក
ហេតុអីបារម្ភពីគាត់គ្រាន់តែជាក្មេងក្រីក្រគាត់មិនសមនឹងចិត្តអ្នកទេហេតុអីមិនមកជាមួយខ្ញុំអ្នកអាចនៅជាមួយខ្ញុំប៉ុន្មានយកខ្ញុំសន្យាពួងហូកុំនិយាយអាក្រក់បើឯងហ៊ានគិតពីនាងខ្ញុំនឹងវាយក្បាលឯងឲ្យផ្អេងឆេនហ្វានឯងគិតថាឯងជាអីខ្ញុំអាចកំទេចចែងដៃម្រាមដៃតែមួយតើ គុំ តើអ្នករាល់គ្នាគ្មានសមត្ថភាពទេប្រេងអ្នកពិតជាអាចារ្យរៀនក្បាច់គុណបែបនេះនៅពេលណាអ្នកលាក់ទេពកោសលអពិតមែន Frank ណាក់មិនអីទេមានរបួសកន្លែងណាទេ កុំបារម្ភមានតែប៉ុណ្្នឹងទេគេមិនអាចធ្វើឲ្យខ្ញុំបានទេបន្ទាប់វេនឯងហើយកុំមកជិតខ្ញុំឯងនឹងពីមុខឆ្មាញ់ឆ្មៃណាស់ឥឡូវហេតុអីខ្លាចអញ្ចឹងឯងជាចាហ្វាយអន់ណាស់មែនហ្វ្រេងឆេនឯងហ៊ានវីតប់នៅសាលាមែនឯងអស់ហើយខ្ញុំនឹងធ្វើឲ្យឯងធ្លាក់រៀនហើយមិនដែលរៀនចប់ទេខ្ញុំក៏នឹងហៅប៉ូលីសដែរឯងនឹងស្ដាយក្រោយល្អតែលើឲ្យខ្ញុំរីករាយនឹងការវាយឯងសិនអាក្រាតឯងមិនហ៊ានវាយខ្ញុំទេឯងធ្វើបានតែប៉ុណ្្នឹងទេឯងថាហើយអញ្ចឹងខ្ញុំនឹងធ្វើតាមប្រាថ្នាឯង Frank វាអាក្រក់សម្រាប់ណាបើណាក់ត្រូវបណ្ដេញចេញខ្ញុំនឹងមានទូស្ពិនមួយជីវិត ថ្ងៃនេះដោយសារប្រពន្ធខ្ញុំនឹងទុកខែងទៅសិនបើមានលើកក្រោយខ្ញុំនឹងធ្វើឲ្យឯងរាល់គ្នាមិនអាចក្រោកពីគ្រែបានអស់មួយជីវិតប្រេងឆេនឯងចាំថ្ងៃនេះមិនទាន់ចប់ទេឯងប្រកាសជាត្រូវបណ្ដេញចេញពីសាលាតើយើងចេញពីទីនេះហ្វានអ្នកពូកែណាស់ហើយហឺវាពូសះសាយទៀតដោយសារអំណាចចាពុកគាត់សកម្មភាពរបស់អ្នកធ្វើឲ្យសប្បាយចិត្តណាស់ បណ្ដៃ Font ធ្វើឲ្យហ៊ូខំរឿងនេះកើតឡើងដោយសារខ្ញុំបើពុករួមក៏អកណាហើយគាត់បន្ទូខ្ញុំចុះ ប្រពន្ធខ្ញុំចិត្តល្អពេកដោយទេពធីតាកុំបារម្ភគេមិនអាចធ្វើឲ្យខ្ញុំបានទេរូជោចាប់ពីពេលនេះតើមិនថាមានរឿងអីកើតឡើងខ្ញុំនឹងនៅជាមួយអ្នកខ្ញុំមិនឲ្យអ្នកត្រូវគេរកខ្លួនទៀតទេ គុំរងរុសណាក់មិនគួរត្រាំតែម្នាក់ឯងទេ ស្នេហាជាអ្វីវាធ្វើឲ្យជីវិតមានតម្លៃហ្វានអ្នកគួរតែរៀបការនៅទីនេះបរិយាកាសរំភើបនេះធ្វើឲ្យខ្ញុំរៀងច្រណែនដែរ ហ៎ បើឯងចេះនិយាយបន្តិចទៀតរូជោចៃដន្យណាស់ដើរជាមួយគ្នាទៅ អត់ទេខ្ញុំទៅតែម្នាក់ឯង ខ្ញុំមានអីចង់និយាយខ្ញុំចូលចិត្តអ្នកធ្វើជាមិត្តស្រីខ្ញុំបានទេខ្ញុំសង្ឃឹមថាអ្នកពិចារណាឲ្យបានច្បាស់ ខ្ញុំចិត្តប្រឡងចូលរៀនអ្នកបរិញ្ញាបត្រជាន់ខ្ពស់ហើយមុនពេលប្រឡងខ្ញុំមិនណាត់ជួបអ្នកណាទេ យកហើយអញ្ចឹងមុនពេលប្រឡងខ្ញុំនឹងឈប់តាមអ្នកតែអ្នកត្រូវឲ្យខ្ញុំដើរផ្ញើអ្នករាល់ថ្ងៃពីមុនរូជោត្រូវគេរកខ្លួនលើកនេះខ្ញុំត្រូវតែការពារទុកជាមុនខ្ញុំមិនអាចនាងទទួលគ្រោះថ្នាក់អ្វីឡើយ អត់ទេគេនឹងយកច្រឡំ អញ្ចឹងខ្ញុំនឹងបន្តតាមអ្នក អាណាអាក្រក់ណាស់ Fan ឯងធ្វើបែបនេះអត់មានប្រយោជន៍ទេបន្ទាប់ពីខ្ញុំប្រឡងចូលរៀនអ្នកអនុបណ្ឌិតខ្ញុំនឹងបន្តតទៅលើការសិក្សាឯងនិងខ្ញុំមកពីពិភពពីរផ្សេងគ្នា រោជូចុះបើខ្ញុំអាចប្រឡងជាប់ដែរអញ្ចឹងឯងនឹងព្រមធ្វើជាមិត្តស្រីរបស់ខ្ញុំទេ ខ្ញុំឯងប្រឡងជាប់សិនចាំយើងនិយាយគ្នា ខ្ញុំនឹងប្រឡងជាប់ប្រកាសណាស់
រោជូអង្គុយនេះអាយ៉ាមកអង្គុយនេះខ្ញុំទៅយកបាយមកខាង Mình bát tê. ទុកឲ្យគាត់ទៅចុះបើអត់ទេគាត់អង្គុយមិនស្ងៀមទេខ្ញុំយកមកខ្សែងសាច់ជ្រូកឆ្អិនដែលឯងចូលចិត្តឯងស្គមពេកហើយញ៉ាំឲ្យច្រើនទៅឯងត្រូវការកម្លាំងសម្រាប់ប្រឡង Mình bát têខ្ញុំស្លាត់ហើយឯងញ៉ាំខ្លួនឯងចុះ បុរសម្នាក់ដែលងឹតភ្នែកដោយសារស្នេហាមើលទៅគួរឲ្យខ្មាស់ណាស់មានបាយឲ្យញ៉ាំហើយនៅតែមិនចេះបិទមាត់បាទនេះហើយជាក្មេងទំនើងដែលវាយខ្ញុំ អញ្ចឹងឯងហើយក្មេងទំនើងឯងដឹងទេថាខ្ញុំជានរណាឯងហ៊ានវីកូនខ្ញុំឯងចង់ស្លាប់ឬ Protein ក្រុមប្រឹក្សាសាលាមកដោយខ្លួនឯង Fan នឹងត្រូវបណ្ដេញចេញប្រាកដហើយខ្ញុំមកថាគាត់ក្រុងនឹងប្រឡងចូលរៀនអ្នកអនុបណ្ឌិតដែរនេះជាការបះទង្គិចយ៉ាងខ្លាំង ឪពុករបស់ហ៊ូល្បីថាការពារកូនខ្លាំងណាស់ហើយនៅសាលានេះគាត់ស្ទើរតែជាអ្នកគ្រប់គ្រងទាំងអស់ក្មេងកំព្រានោះធ្លាក់ក្នុងរឿងធំហើយ ហេខ្ញុំកំពុងនិយាយនឹងឯងក្រោក អីកូនឯងដោះស្រាយមិនបានដូច្នេះឯងមកជួយគាត់ ហ៊ានណាស់អាកប្បកិរិយាឯងម៉េចក្នុងនាមជាសិស្សឯងហ៊ានវីគេមិនគោរពអ្នកចាស់ហើយឯងហ៊ានឆ្លើយតបនឹងខ្ញុំឯងក្រអឺតក្រទុំណាស់ខ្ញុំគិតថាឯងមិនចង់នៅសាលានេះទៀតទេ កូនឯងកំពុងយីមិត្តរួមថ្នាក់ស្រីអាកប្បកិរិយាគាត់មិនសមរម្យគាត់ប្រើអំណាចខុសគាត់សំនឹងទទួលគាត់គ្រាន់តែជាសមាជិកក្រុមប្រឹក្សាសាលាប៉ុណ្ណោះម៉េចក៏ធំដុំម្លេះ Chen Fan ឯងហ៊ានណាស់នោះជាប្រធានក្រុមប្រឹក្សាសាលា ឯងគ្រាន់តែនិយាយឥឡូវតែក្រោយមកឯងនឹងស្ដាយ ក្នុងនាមជាប្រធានក្រុមប្រឹក្សាឯងគិតថាឯងគ្រប់គ្រងសាលានេះឯងធ្វើអ្វីតាមចិត្តជាមួយនឹងចរិតឯងខ្ញុំសង្ស័យថាឯងសុំនឹងនៅសាលានេះឯងមិនសុំជាអ្នកអប់រំទេឯងចេះតែប្រុសដូចឆ្កែតែឯងអាចធ្វើអ្វីទៀតខ្ញុំទន្ទឹងចាំមើលពេលឯងត្រូវគេបណ្ដេញចេញដូចឆ្កែវង្វេងពេលឯងត្រូវគេបណ្ដេញចេញពីសាលាថាតើស៊ូរ៉ូជូនឹងសំបីតែមើលមកកាញ់ Fan គុំប្រជុំមុខនឹងប្រធានហងនេះជាកំហុសរបស់ខ្ញុំទាំងស្រុងវាគ្មានអ្វីពាក់ព័ន្ធនឹង Fan ទេបើលោកចង់ដាក់ទូសនរណាម្នាក់សូមដាក់ទូសខ្ញុំ រ៉ូជូឯងរ៉ូជូបើឯងដឹងថាអ្វីល្អសម្រាប់ឯងមកសុំទោសខ្ញុំឥឡូវនេះហើយធ្វើជាស្រីល្អនៅជាមួយខ្ញុំធ្វើឲ្យគាដាវាតាមក្រោមជើងខ្ញុំពេលនោះខ្ញុំអាចនឹងពិចារណាអត់ទោសឲ្យគាដាវាតាមក្រោមជើងឯងមានចំណងចំណូលចិត្តឈឺណាស់ហេតុអីឯងទាំងពីរនាក់បង្ហាញខ្ញុំមើលសិនមកហ្វាឃើញទេគីតានៅតែរឹងរូសគីតាគ្មានការគោលប៉ាតតែសោះ Fan ល្អណាស់ទោះយ៉ាងណាឯងត្រូវបណ្ដេញចេញអាឡូឥឡូវនេះភ្លាមលោកចៅរាល់ឯកសារសិស្សរបស់ Chen Fan ទាំងអស់ខ្ញុំចង់ឲ្យគីតាត្រូវបានដកសិទ្ធិពីការចូលរៀននៅសាលាណាមួយ Fan ឯងអស់ហើយពេលឋានៈសិស្សឯងត្រូវដកឯងមិនអាចប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បានទេឬចោះឈ្មោះចូលរៀនកន្លែងណាផ្សេងទៀតអញ្ចឹងតែឯងនឹងនៅជាមួយរ៉ូជូដោយរបៀបណាសេនហូងអ្នកកំពុងប្រើអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគំរាមកំហែងមិត្តរួមថ្នាក់ខ្ញុំគិតថាអាណិតជាប្រធានក្រុមប្រឹក្សាសាលារបស់អ្នកជិតចប់ហើយដូចចម្ដែកបើគ្មានឋានៈជាសិស្សទេអ្នកនឹងគ្មានការងារធ្វើទេអ្នកនឹងក្លាយដូចជាសម្រាប់រលួយបន្តិចម្ដងចុះបាទអ្នកប្រុសដូចឆ្កែខ្ញុំស្ដាប់ឥឡូវនេះបើល្អខ្ញុំនឹងឲ្យអ្នកធ្វើការជាឆ្កែយាមតោះមើលថាតើតំណែងប្រធានក្រុមប្រឹក្សាសាលារបស់អ្នកនឹងត្រូវដកហូតមុនឬឋានៈជាសិស្សរបស់ខ្ញុំនឹងត្រូវដកហូតមុន ល្អ Fan អ្នកបង្ខំខ្ញុំឲ្យធ្វើបែបនេះមិត្តរួមថ្នាក់ស្ដាប់ទាំងអស់គ្នាអ្នកណាដែលផ្ទួល Fan ថ្ងៃនេះហើយគោះគាត់ឲ្យដួលខ្ញុំធានាថាឈ្មោះនេះគេនឹងមិនធ្លាក់មុខវិជ្ជាណាមួយទេផលវិបាកទាំងអស់យើងទទួលខុសត្រូវហ៊ានប្រើអំណាចខុសច្បាប់គ្រូសាហួងរបស់អ្នកត្រូវអស់ហើយនៅទីនេះយើងជាច្បាប់មិត្តរួមថ្នាក់គ្មានពិន្ទុធ្លាក់ទេចាប់គាត់ទៅ Chen Fan ប្រយ័ត្នជាមួយពួកអ្នកដែលគ្មានសមត្ថភាពអ្នកគិតថាអ្នកអាចធ្វើបាបខ្ញុំបានទេឈប់ធ្វើពុតតើអ្នកពិតជាគិតថាអ្នកតែម្នាក់ឯងអាចទប់ទល់នឹងពួកយើងទាំងអស់បានទេ
អ្នកគិតថាអ៊ូតមិនគិតថ្លៃទេ ពិតប្រាកដណាស់តើអ្នកពិតជាគិតថាអ្នកជាវីរបុរសក្នុងរឿងមែនទេប្រធានហួងខ្ញុំនឹងដោះស្រាយវាតោះបិទមាត់ក្មេងនេះ ហេប្រេងអញហ៊ានវាយគេនៅមុខខ្ញុំអីសន្តិសុខហើយសន្តិសុខមក Anh thấy đẹp si diêm vì kê môn kê, ở lâu anh hiên bài một giọt vào can dương thiệt hại. សិស្សទាំងនេះដែលត្រូវគេវាយគឺជាស្ថានទាំងអស់ដែលយើងត្រូវការដេញគាត់ចេញពីសាលានេះឥឡូវនេះពួកអញមិនទាន់រៀនពីលើកមុនដែលអញត្រូវគេវាយទេនៅតែប្រុសដូចឆ្កែនៅទីនេះបង្រៀនគាត់មេរៀនមួយធ្វើឲ្យគាត់ឈឺចាប់ខ្ញុំចង់ឲ្យគាត់ចងចាំអស់មួយជីវិតថារាល់ពេលដែលគាត់ឃើញខ្ញុំយូងហ៊ូត្រូវតែដើរផ្លូវផ្សេង Spring, មើលចុះថាអ្នកណាហ៊ានបាក់គាត់គឺអ្នកណាហ៊ានបាក់គាត់ហុងស៊ីបធានក្នុងនាមជាសមាជិកក្រុមប្រឹក្សាសាលាអ្នកគួរតែធ្វើជាគំរូល្អសម្រាប់គ្រូបង្រៀនឥឡូវនេះអ្នកមកសម្លឹកនឹង Vinces អ្នកមិនខ្លាចត្រូវគេបណ្តេញចេញទេ ម្នាក់ទៀតដែលមិនដឹងថាខ្លួនជាអ្វីលោកតាខ្ញុំសូមណែនាំកុំចូលរឿងឬកុំបន្ទោសខ្ញុំថាខុសខើ pha nè nè nà. អ្នកដែលអាចធ្វើឲ្យគេទាំងពីរឈឺចាប់និយាយធំមិនខ្លាចខាមិនដាច់ទេបើអ្នកជួតារាសម្ដែងត្រូវជួអ្នកដែលសមដែលជើងចាស់បែបនេះហើយធ្វើឲ្យពួកយើងឪពុកកូនឈឺចាប់ខ្ញុំគិតថាក្បាលអ្នកពេញទៅដោយភាពរញ៉េរញ៉ៃគ្រប់កន្លែងធ្វើអំពើណាបានផលនោះកុំបន្ទោសខ្ញុំថាមិនបានប្រមានអ្នកឆាប់អ្នកនឹងភ័យខ្លាចរហូតដល់នំជុកខោខ្ញុំភ័យណាស់ដូច្នេះហេតុអ្វីបានជាអ្នកទាំងពីរមិនក្រាបអង្គវសំទោសនៅលើដេឡៅនេះខ្ញុំនឹងមេត្តាឲ្យអ្នកទៅមេត្តាអ្នកវិញជាសម្រាមដ៏ខ្វក់ពីយន្តគូអ្នកពិតជាគិតថាខ្លួនឯងជាប្រជាយាមឆេនហ្វានអ្នកអស់ហើយអ្នកឯងទេដែលគោលមើលស្ថានភាពអ្នកឯងអ្នកចង់បង្ហាញអ្វីបើមិនមែនដោយសារនេះឪពុកអ្នកជាប្រធានក្រុមប្រឹក្សាសាលាអ្នកមិនអាចឈរនៅទីនេះដកដង្ហើមបានទេពើឪពុកខ្ញុំក៏ធម្មតាដែរអ្នកគិតថាអ្នកណាដូចអ្នកគ្រូសាអ្នកគ្រាន់តែមនុស្សចាស់វេទនីពីរនាក់កូនអ្នកគ្រាន់តែនិយាយយត់ណៃអ្នកគិតថាខ្ញុំនឹងឲ្យអ្នករួចខ្លួននេះទេអូហ្វ្រេងឆេនអ្នកហ៊ានធ្វើបែបនេះនៅមុខខ្ញុំវីកូនខ្ញុំអ្នកណាម្នាក់បង្រៀនវាឲ្យមេរៀន Hai go home, nọ mình trong nơi chỉ mùi nhom tê. Tuk có chờ. Drab nè nọ tuk ở frame center. Nhom nâng thua away của đòi tam nạc trong. ស៊ូរត់ជោរឿងនេះមិនតាក់ទងនឹងអ្នកទេ Đòi xa tạc nhom, cho kế đặt cô đáy mộc nọ. Bà miên rương vấy cát lan chùm phuột nọ. Nhom nâng miên tus o mùi gì vật. អ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់មែនទេប៉ុន្តែថ្ងៃនេះគ្មានអ្នកណារួចខ្លួនឡើយ ចាំមើលថាអ្នកណាហ៊ានបាក់គាត់ ចុះបើខ្ញុំប៉ះគាត់វិញលោកតាខ្ញុំអាចទាត់អ្នកពីការបានមួយទាត់បើអ្នកដឹងថាអ្វីល្អសម្រាប់អ្នកចូលទៅឲ្យឆ្ងាយខ្ញុំនឹងមិនរំខានអ្នកទេឥឡូវនេះថៃកាហួងអ្នកដឹងទេថាគាត់ជានរណាអ្នកហ៊ានក្រអឺតក្រទំលេះខ្ញុំមិនខ្វល់ថាបរិយាចាស់នេះជានរណាទេទោះបីជាស្តេកនៃស្ថានសុខផ្ទាល់មកក៏ដោយខ្ញុំថៃកាហួងមិនខ្លាចទេកុំគិតថាអ្នកអាចរកអ្នកសុំទានចាស់ម្នាក់មកធ្វើពីគាត់ជាអ្នកមានអំណាចហើយបំភ័យខ្ញុំ ក្មេងតាមពួកកែងមិនដែលបង្រៀនឯងទេថាត្រូវប្រុងប្រយ័ត្នពីសម្ដីនិងការប្រព្រឹត្តពេលចេញទៅក្រៅឯងងងហើយក្រអឺតរទំណាស់មិនខ្លាចទេថានឹងដួលបែកទេ ថៃកាហួងអូថៃកាហួងមានអ្នកពូកែជាងជានិចហើយមេក៏នៅពីលើមេទៀតខ្ញុំខ្លាចថាអាណាក្តែងនឹងឪពុកឯងនឹងត្រូវបញ្ចប់នៅទីនេះថ្ងៃនេះ មានតែឯងនិងបរិសចាស់ម្នាក់នេះសុទ្ធរលួយនិងដំឡូងផ្សិតបើឯងមានសមត្ថភាពបំភ័យអ្នកដទៃទៅផ្ទះវិញល្អជាងយកលីមកប៉ុន្មានថងទៅដាំដីឲ្យបានត្រឹមត្រូវវាល្អជាងមកធ្វើជាគ្រូថ្មច្រៀងល្ខោននៅទីនេះ ហ្វានតើបរិសនេះពិតជាអ្នកធំមែនទេពិតប្រាកដណាស់មនុស្សខ្លះមិនត្រឹមតែខ្វាក់ទេថែមទាំងត្រូវលីទាត់ខួរក្បាលទៀតខ្ញុំស្មានថាគេច្បាស់ជាយកសុកមកចិញ្ចឹមហើយបាត់មនុស្សពិតឯងកំពុងនិយាយពីអ្នកណាសួរនោះហែងមនុស្សដែលមើលងាយអ្នកដទៃឯងរឹងរូសដោយជ្រូកក្នុងជាតិនេះគ្រប់គ្រាន់ហើយពេលការក្នុងជាតិក្រោយព្យាយាមកុំឲ្យគួរឲ្យអាណិតបែបនេះទៀតអូចាំបន្តិចខ្ញុំសូមណែនាំឲ្យឯងធ្វើអំពើល្អឲ្យបានច្រើនហើយសន្សំបុណ្យបើមិនដូច្នោះទេក្នុងជាតិក្រោយឯងនឹងមិនបានកើតជាមនុស្សទេឯងពិតជាកំពុងរករឿងហើយលោកតាខ្ញុំប្រមានអ្នកថាបើអ្នកខ្លាញ់បន្លំជាអ្នកដឹកនាំហើយត្រូវគេចាប់បានវាមិនមែនគ្រាន់តែចូលគុកទេ
ហើយចំពោះហែងវិញទោះនឹងមិនមែនគ្រាន់តែបណ្ដេញចេញទេ Frank Sen គុំធ្វើបែបនេះដើម្បីខ្ញុំរឿងទាំងអស់នេះកើតឡើងដោយសារខ្ញុំសុទ្ធតែសុវត្ថិភាពរបស់អ្នកសំខាន់ជាងអ្វីទាំងដល់ គុំបារម្ភខ្ញុំមិនអីទេហើយខ្ញុំពិតជាមិនកុសទេពាក្យផ្អែមជាងចម្រៀង Rachel មើលចុះសម្រាមដែលឯងជ្រើសរើសនោះឯងមកជាមួយខ្ញុំវិញល្អជាងមិនថា Frank Chen ឬអ្នកធំដែលគេនិយាយនោះទេគេនឹងត្រូវដកថាគាត់ជាប្រធាននាយកដ្ឋានអប់រំអញ្ចឹងខ្ញុំជាអភិបាលក្រុងហើយគាត់ជាប្រធាននាយកដ្ឋានអប់រំអញ្ចឹងឪពុកខ្ញុំត្រូវតែជាប្រមុខរដ្ឋ Frank Chen អ្នកគ្រាន់តែប្រឌិតរឿងដោយមិនបានរៀបចំតតែសោះកូនអ្នកជួលតារាសម្ដែងមកលេងទូតែមិនបានហាត់ script ទេ មិនចម្លែកទេដែលថៃកោហួងល្មងម្លេះវាជាដំពូចនាយកគួយតើអ្នកត្រូវការ script ដែលហាត់រួចទេបើគាត់ចង់កំទេចអ្នកវាងាយស្រួលដោយកំទេចស្រមោចជាមួយនឹងកម្រិតបញ្ញារបស់អ្នកគួរតែទៅផ្ទះវិញហើយឈប់ធ្វើឲ្យខ្លួនឯងអាម៉ាស់នៅទីនេះទៅ Frank Chen បើអ្នកមិនចង់ត្រូវគេវាយឬបណ្ដេញចេញអ្នកមិនចាំបាច់ប្រឌិតលេខគួរឲ្យអស់សំណើចបែបនេះទេ ត្រូវហើយកុំធ្វើជាអស្ចារ្យពេកពេលដែលរឿងអាក្រក់កើតឡើងអ្នកនឹងជាអ្នករងទុក្ខ Frank Sen និយាយត្រូវខ្ញុំគិតថាអ្នកគូតែបន្ថៃសំឡេងបើកុំបន្ទោសខ្ញុំថាធ្វើតឹងរឹងពេក ខ្ញុំចង់ឃើញរបៀបដែលអ្នកនឹងធ្វើតឹងរឹងចំពោះខ្ញុំបន្ទាប់ពីនិយាយប៉ុណ្ណឹងអ្នកមិនបានធ្វើអីទេអ្នកគ្រាន់តែគ្មានសមត្ថភាពនិយាយតែពីគ្មានសកម្មភាពលោកម្ចាស់ហួងខ្ញុំធ្លាប់ឃើញមនុស្សជាច្រើនធ្វើពុតប៉ុន្តែធ្វើពុតដល់កម្រិតនេះជាលើកទី1សម្រាប់ខ្ញុំហេតុអ្វីមិនគ្រាន់តែអ្វីដែលគេចង់បានហើយបង្រៀនពួកគេឲ្យពួកគេដឹងថាអំណាចពិតប្រាកដជាអ្វីនាយកលោកឃើញហើយទេពួកគេកំពុងយកអត្ថប្រយោជន៍ពីហួងសៀវធានដែលជាអ្នកទទួលខុសត្រូវសាលាដើម្បីធ្វើសកម្មភាពក្រអឺតក្រទុំបែបនេះខ្ញុំស្នើដកគាត់ចេញពីតំណែងភ្លាម ខ្ញុំពិតជាមិននឹកស្មានថានៅក្នុងស្ថាប័នលំដាប់កម្ពុជាបែបនេះមានសិទ្ធិល្លិតដូចណាស់ដោយសារអ្នកមិនបង្ហាញការអត់ធ្មត់ដូច្នេះកុំបន្ទោសខ្ញុំនឹងជួនដំណឹងដល់ការិយាល័យភ្លាមហើយចេញអេកសាលដឹកអ្នកចេញពីតំណែងជាអ្នកទូខុសត្រូវអ្នកពិតជាឈួតមែនអ្នកហ៊ានបំបែកទូរស័ព្ទរបស់នាយកវាគ្រាន់តែជាគ្រឿងបរិក្ខារល្ខោនបំបែកវាទៅឲ្យឯងមនុស្សក្រីក្រមួយក្រុមតើអ្នកមានលុយទិញ Nokia ទេតើអ្នកអាចធ្វើអ្វីទៀតចំពោះពួកយើងទាំងអស់គ្នាវាប្រហែលជាមួយគ្នាមើលនៅណាវិញហើយហ៊ានប៉ះនាយកជីវិតអ្នកអស់ហើយខ្ញុំចង់មើលអ្នកណាត្រូវចាប់មុនអ្នកជាសម្រាមគ្មានប្រយោជន៍ចាំអីទៀតគូសួយការពារនាយកអ្នកណាធ្វើឲ្យគាត់ពិការទទួលបានរង្វាន់$500 San Fan អ្នកហ៊ូហេតុពេកហើយ វាមនុស្សបែបនេះវាខុសច្បាប់ ខុសច្បាប់នៅទីនេះខ្ញុំជាច្បាប់វាបំបាក់ជើងបរោះនេះឲ្យខ្ញុំចង់ឲ្យគាត់ចំណាយពេលពេញមួយជីវិតវាដូចដង្កើចាប់គាត់ ហួងហ្វូខ្ញុំប្រមានអ្នកថៃក្រោយបើធ្វើឲ្យគេរបួសស្មុនអ្នកនឹងជាប់គុក អញ្ចឹងឯកឪពុកខ្ញុំនៅក្នុងក្រុមប្រឹក្សាសាលាយើងជាអ្នកគ្រប់គ្រងនៅទីនេះរូជូស៊ូរូជូមើលឲ្យច្បាស់ខ្ញុំចង់ឲ្យអ្នកមើលដោយប្រុងប្រយ័ត្នខ្ញុំនឹងវាយបរោះនេះឲ្យคล้ายជាឆ្កែយំ ទុកឲ្យខ្ញុំទៅ ទុកឲ្យនាងទៅបើអ្នកមានបញ្ហាមកដោះស្រាយជាមួយខ្ញុំ កូន San Fan អ្នកមិនអីទេគូសួយ
អ្នកទាំងអស់នេះជាសម្រាប់ឆេនហ្វានយើងទាំងអស់គ្នាបានប្រមានអ្នកហើយកុំរញ៉េរញ៉ៃជាមួយថៃកៅហួងតែអ្នកមិនស្ដាប់ឥឡូវការវីនេះអ្នករកខ្លួនឯងអញ្ចឹងមកទីនេះលើនេះហើយនិយាយអ្វីដែលល្អនៅមានពេល អញ្ចឹងអ្នកឥឡូវនេះលុតជង្គង់ហើយក្រាបថ្វាយបង្គំថៃកហួងបើថៃកហួងមានអារម្មណ៍ល្អគាត់នឹងឲ្យអ្នកទៅ ឆេនហ្វានចុះអ្នកលុតជង្គង់ឥឡូវនេះព្រោះដូចឆ្កែហើយសុំទោសខ្ញុំរួចរត់បីជុំវិញអាហារដ្ឋានខ្ញុំអាចនឹងពិចារណាឲ្យគូសួយទៅឲ្យអ្នកទាំងអស់គ្នាទៅខ្ញុំមិនអាចទេហេតុអ្វីអ្នកមិនបង្ហាញខ្ញុំដោយផ្ទាល់ ចាប់គាត់ចុះឥឡូវនេះព្រេងឆេន ដោះខ្ញុំលើ ឬក៏អ្នកគ្មានតម្លៃឲ្យកូនខ្ញុំទៅលើ ឲ្យគេទៅក៏ខ្ញុំនឹងមិនស្ទាក់ស្ទើរធ្វើឲ្យកូនប្រុសអ្នកពិការព្រេងឆេនអ្នកជាកូនឆ្កាអ្នកបើអ្នកមិនពុះគេទៅខ្ញុំនឹងបាញ់ផ្ទុះគូលក្បាលគាត់ យល់ព្រមឈប់ខ្ញុំឲ្យគេទៅខ្ញុំឲ្យគេទៅឥឡូវនេះឲ្យគេទៅ ខ្ញុំប្រមានអ្នកបើអ្នកហ៊ានប៉ះពួកយើងម្ដងទៀតខ្ញុំនឹងផ្ទួអ្នកអ្នកមិនអីទេ ព្រេងឆេនអ្នកនឹងសងគុណនេះ រោជូអ្នកឈឺទេហ៊ានប៉ះស្រីខ្ញុំនឹងសម្លាប់ឯង ទេសេនហ្វនខ្ញុំមិនចង់ឲ្យអ្នកមានរឿងទេ បានហើយព្រោះអ្នកមិនចង់ឲ្យខ្ញុំធ្វើដូច្នេះខ្ញុំនឹងមិនធ្វើបាបអ្នកទេប៉ុន្តែបើអ្នកមិនស្គាល់នាយកឈូដូច្នេះខ្ញុំនឹងឲ្យនាយកសាលាមកដោះស្រាយជាមួយអ្នកផ្ទាល់នាយកឈូសុំទោសដែលរំខាន Leave half dong ធ្វើអាហារឋានលើនេះ អ្នកនឹងដឹងឆាប់ថាអ្នកបានរកគ្រឿងអ្នកណា មែនហើយនេះជារឿងអីនៅតែសម្ដែងឲ្យខ្ញុំមើលទៀតសាលាយើងទើបតែទទួលបានពានកម្ពុជានាយកដ្ឋានអប់រំបានសរសើរនាយកសាលាផ្ទាល់គាត់រវល់ណាស់ឥឡូវគាត់គ្មានពេលតតែសោះដើម្បីជួបមនុស្សខុសទៀតដូចឯង ចាំមើលនាយកសាឡាមកល តោះមើលថាអ្នកនៅតែអាចធ្វើរឿងរូបបានទេអីចាស់ម្នាក់មិនគ្រប់ទេសម្រាប់រឿងល្ខោនរបស់ឯងចង់រកគំនាក់ទៀតខ្ញុំប្រាប់ឯងទោះបីនាយកសាលាមកពិតមែនយើងមិនខ្លាចទេមិនថាល្ខោនឬអត់អ្នកនឹងដឹងក្នុងមួយនាទី អញ្ចឹងខ្ញុំអត់អាចទ្រាំនឹងចាស់នោះយូរហើយបើឯងអាចហៅគាត់មកឲ្យខ្ញុំដោះអារម្មណ៍ហើយគាត់មកចុះ ហុងស៊ីបធានអេងហ៊ានណាហុងស៊ីបធានអ្នកហ៊ានណា លោកគ្រូធំ លោកគ្រូធំទីបំផុតលោកក៏មកឪពុកកូនទាំងពីរនោះមិនត្រឹមតែវាយមិត្តរួមថ្នាក់ទេថែមទាំងហ៊ានលើកដៃដាក់លោកនាយកគូទៀតផងនេះពិតជាហួសហេតុណាស់ លោកគ្រូធំពួកគេពិតជាឆ្មើងឆ្មៃពេកហើយពួកគេមិនត្រឹមតែជាយើងទេថែមទាំងហ៊ានរកចាស់ទុំម្នាក់ដើម្បីក្លែងខ្លួនជានាយកដ្ឋានអប់រំមនុស្សដូចជាឆេនហ្វានជាសិស្សដែលមានចរិយាមិនល្អគួរតែត្រូវឲ្យមេរៀន ចាស់ឆេនហ្វានត្រូវតែទទួលទោសធ្ងន់មើលរបួសទាំងអស់នេះគឺមកពីឆេនហ្វានអ្នកជាអ្នកចាប់ផ្ដើមហើយយើងមិនត្រូវបានអនុញ្ញាតទៅបាត់វិញទេរបួសរបស់អ្នកមិនធ្ងន់ធ្ងរទេហ៊ានជេរលោកនាយកគូសំណាងហើយដែលមិនត្រូវគេធ្វើឲ្យពិការឃើញទេគាត់នៅតែគំរាមខ្ញុំរហូតដល់ពេលនេះហើយគាត់ថែមទាំងនាំពួកអំពើអាក្រក់ពីក្រៅមកទៀតផងមកសាលារបស់យើងដើម្បីក្លែងខ្លួនជាអ្នកដឹកនាំនេះមិនមែនជារឿងកំ pl ាញទេ ពិតប្រាកដណាស់ពួកគេគួរតែត្រូវទទួលទោស អក្រអេនដិនទេថាងវិញណា នាយកជួយហេតុអ្វីលោកមកទីនេះបើខ្ញុំដឹងថាលោកមកខ្ញុំនឹងចេញទៅទូលលោកនៅមាត់វែរលោកមានបញ្ជាអ្វីដើម្បីខ្ញុំមកគ្រាន់តែមើលសាលាលោកមើលទៅយ៉ាងណាបន្ទាប់ពីទួលបានពានរង្វាន់ហើយថាតែប្រសើរជាងមនុស្សទេប៉ុន្តែអ្វីដែលខ្ញុំឃើញគឺសិស្សល្អត្រូវក្រុមប្រឹក្សាសាលាសង្កត់សង្កិនហើយសិស្សអាក្រក់ជាអ្នកសម្ពនិតរបស់ពួកគេនេះជារបៀបដែលសាលាលោកសម្រេចបានឧត្តមភាពនាយកជួយសូមអភ័យទោសផង រឿងនេះខ្ញុំនឹងដោះស្រាយឲ្យបានត្រឹមត្រូវខ្ញុំនឹងផ្ដល់ចម្លើយដែលពេញចិត្តដល់លោក លោកនាយក
គាត់គ្រាន់តែជាអ្នកសុំទានលោកយល់ច្រឡំហើយគាត់មកសាលាយើងបង្កបញ្ហាដូច្នេះវីគាត់ស្រាលពេកហើយឆេនហ្វាននេះនៅក្មេងបែបនេះមិនរៀនឲ្យបានល្អគាត់គួរត្រូវបណ្ដេញចេញភ្លាម ហួងសៀកភៀងគ្រូធំមកដល់ហើយឯងមិនដឹងខ្លួនឯងល្មងដូចជ្រូក បិទមាត់អ្នកណាម្នាក់យកគាត់ចេញពីទីនេះសាលាយើងមិនត្រូវការអ្នកប្រឆាំងវិន័យ អ្នកប្រឆាំងវិន័យគឺឯងអ្នកមិនត្រឹមតែវាយើងបែបនេះទេហើយអ្នកក៏បំបែកទូរស័ព្ទនាយកជួយទៀតនាយកតាលោកគ្រងដោះស្រាយរឿងនេះយ៉ាងម៉េច វីអ្នកខុសអីពួកអ្នករស់នៅគ្រាន់តែខ្ជិះខ្ជាយអាហារ អ្នកកំពុងប្រព្រឹត្តបទឧក្រិដ្ឋយកប្រយោជន៍ពីតំណែងជាអ្នកគ្រប់គ្រងសាលាអ្នកធ្វើអំពើគ្មានច្បាប់នាយកសាលានិងនាយកគូប្រកាសជានឹងផ្ដល់មេរៀនដ៏ឈឺចាប់ដល់អ្នកបើអ្នកនៅតែមិនទទួលស្គាល់កំហុសក្រោយមកសំបីតែព្រះក៏មិនអាចសង្គ្រោះអ្នកបានដែរនាយកនិយាយធំមិនខ្លាចអណ្ដាតរបស់អ្នកពួកអ្នកសុំទានក្រវីកន្ទុយសុំអាណិតតើអ្នកអាចធ្វើឲ្យនាយកមកបានដោយរបៀបណាអាកប្បកិរិយារបស់នាយកសាលាបានបង្ហាញអ្វីទាំងអស់ហើយអ្នកក្រអើយពេកបើអ្នកនៅតែជំរុញរឿងនេះវានឹងបញ្ចប់យ៉ាងអាក្រក់ពេលនោះគ្មាននរណាអាចបន្ទោសបានទេលោកនាយកគាត់បានប្រមាថយើងម្ដងហើយម្ដងទៀតខ្ញុំទាមទារឲ្យគាត់សុំទោសយើង ហួងសៀកភៀងអ្នកត្រូវតែសុំទោសនាយកគូនិងសេនហ្វេននៅនេះ នាយក សេប្រែអរិគាត់ពិតជាប្រធានក្រុមប្រឹក្សាពិបាលមែនអញ្ចឹងហួងហ៊ូនឹងឧបករណ៍កំពុងតែរកការតែក្រហៃដាក់ខ្លួនហើយ អ្នកប្រុសហួងអ្នកប្រញាប់សុំទោសទៅល្អជាងបើមិនអញ្ចឹងទេរឿងនឹងកាន់តែធំមិនខានលោកនាយកលោកប្រកាសថាមិនបានច្រឡំទេតើគាត់អាចជាប្រធានក្រុមប្រឹក្សាពិបាលយ៉ាងម៉េចកើតកូន បើគាត់មិនមែនជាប្រធានក្រុមប្រឹក្សាពិបាលទេតើឯងចង់ថាកូននឹងជាប្រធានក្រុមប្រឹក្សាពិបាលឬ លោកនាយកលោកប្រកាសជាត្រូវអត់បានការឆេនហ្វេនបោកប្រាស់ហើយច្បាស់ណាស់នេះគឺឆេនហ្វេនរកមនុស្សមកធ្វើពុតជាប្រធានក្រុមប្រឹក្សាពិបាល ត្រូវហើយលោកនាយកប្រធានក្រុមប្រឹក្សាពិបាលរវល់ណាស់គាត់មិនអាចមកសាលាយើងស្រួលបែបនេះទេទោះជាគាត់មកក៏ដោយគាត់ប្រកាសពីជំរាបយើងមុនហើយ អញ្ចឹងពួកលោកចង់ថាលោកនាយកភ្នែកខ្វាក់មើលមិនស្គាល់ថាអ្នកណាជាប្រធានក្រុមប្រឹក្សាពិបាលទេ ឯងគិតថាខ្ញុំមើលមិនស្គាល់ថាអ្នកណាជាប្រធានក្រុមប្រឹក្សាពិបាលមែនទេ លោកនាយកលោកកុំជឿវាអីសប្តាហ៍ថ្ងៃនេះតារាល្បីក៏ស្រួលរកមនុស្សមកដូចដែរទម្រាំតែប្រធានក្រុមប្រឹក្សាពិបាលនោះបើលោកនៅតែបណ្ដោយឲ្យឆេនហ្វានប្រើប្រាស់លោកបែបនេះផលវិបាកនឹងមិនអាចស្មានដល់ឡើយ ត្រូវហើយយើងគួរតែដាក់ទោសពួកវាយ៉ាងធ្ងន់ធ្ងរហើយប៉ូលីសមកឲ្យចាប់ពួកវាដើម្បីធ្វើជាគំរូ ត្រូវហើយ ល្អតោះឲ្យប៉ូលីសឥឡូវនេះតែម្ដងទៅចាំមើលថាប៉ូលីសចាប់ពួកឯងឬចាប់ពួកយើងការពិតនៅចំពោះមុខស្រាប់ហើយមិនបាច់បន្តធ្វើជាល្ងងទៀតទេលោកនាយកពួកគាត់គ្មានការស្ដាយក្រោយទាល់តែសោះខ្ញុំស្នើឲ្យយើងដកតំណែងគាត់ភ្លាមចេញពីសមាជិកក្រុមប្រឹក្សាពិបាលសាលាដើម្បីលាងសម្អាតបរិយាកាសអាក្រក់នៅក្នុងសាលាយើង ចាប់ពីពេលនេះទៅដកតំណែងហួងសៀកភៀងចេញពីសមាជិកក្រុមប្រឹក្សាពិបាលសាលា ស្អីគេនាយកអត់មានផ្លូវទេវាគ្រាន់តែជាក្មេងទំនើងនិងពួកវាបូកទាំងម្ដាយចាស់របស់វាទៀតចុះបើយើងវាពួកវាវិញខ្ញុំកំពុងការពាររូបភាពសាលារបស់យើងហេតុអីអ្នកដាក់ទោសខ្ញុំ លោកនាយកលោកកំពុងនិយាយលេងមែនសម្រាប់អ្នកសុំទានម្នាក់លោកនឹងបណ្ដេញឪពុកខ្ញុំដែលជាសិស្សស្ដាមរបស់សាលានេះមិនត្រឹមត្រូវទេសូម្បីតែឥឡូវនេះអ្នកកំពុងព្យាយាមធ្វើឲ្យលោកនាយកមានទោសបើអ្នកនៅតែបង្កប់បញ្ហាអ្នកមិនខ្លាចទេស្ថានភាពវិតម្លៃកិត្តិយសសាលារបស់យើងនឹងត្រូវដកហូត កៅវាយប៉ះពាល់ដល់ការវិតម្លៃសាលាខ្ញុំនឹងជាអ្នកដំបូងតែមិនទុកអសនៈរួចខ្លួនស្រួល លោកនាយកតើបរាចាស់នេះអាចធ្វើអីឲ្យប៉ះពាល់ការវិតម្លៃបានតើគាត់អាចធ្វើអ្វីខុសគ្នាគួរតែបង្រៀនគាត់មេរៀនមួយយ៉ាងធ្ងន់ដើម្បីកុំឲ្យគាត់ហ៊ានក្លែងបន្លំជាប្រធាននាយកដ្ឋានទៀតពិតមែនមិនថាគាត់ជានាយកគូឬអត់អ្នកនឹងដឹងឆាប់មានន័យដូចម្ដេចលោកនាយកគូលោកបានផ្ញើសារទៅក្រសួងអប់រំហើយមែនទេ បាទ ដោយសារលោកនាយកគូបានចេញបញ្ជាហើយដូច្នេះសេចក្តីជូនដំណឹងនៃការបណ្ដេញអ្នកនឹងត្រូវផ្ញើទៅកាន់ទូរស័ព្ទរបស់អ្នកក្នុងពេលឆាប់អ្នកកំពុងសម្ដែងល្ខោនធំណាស់ខ្ញុំចង់ឃើញថាអ្នកសុំទានដោយអ្នកអាចធ្វើអ្វីបានដើម្បីឲ្យក្រសួងអប់រំស្ដាប់អ្នកល្អដូច្នេះយើងរងចាំមើលមានអ្វីដែលត្រូវខ្លាចអ្នកទាំងពីរអួតអាងពីមុនទៅណាហើយហេតុអ្វីសំបីតែមើលសារក៏ខ្លាចដែរអ្នកដឹងអ្វីឪពុកខ្ញុំជាធម្មតារវល់ណាស់ជាមួយការងារមនុស្សរាប់មិនអស់ផ្ញើសារទៅគាត់រាល់ថ្ងៃវាគ្រាន់តែជាសារការងារទេតើវាបង្ហាញអ្វីអញ្ចឹងបង្ហាញសារនោះមកឲ្យអ្នករាល់គ្នាមើលប៉ា
អ្នកជាសមាជិកក្រុមប្រឹក្សាសាលាធ្វើម៉េចថាអ្នកទាំងនេះបំផិតបំភ័យអ្នកខ្ញុំមិនជឿទេថាគេពិតជាអូសប្រធាននាយកដ្ឋានចូលរួមបើអ្នកមិនជឿចុះហេតុអ្វីពុកអ្នកខ្លាចយ៉ាងនេះចុះបាទអ្នកយកសារនោះចេញមកឥឡូវនេះហើយអានឲ្យអ្នករាល់គ្នាស្ដាប់ត្រឹមត្រូវអ្នកនឹងមិនធ្វើដូចមានទោសខុសទេបើអ្នកមិនខ្លាចអានវាទេអ្នកណាធ្វើដូចមានទោសអ្នករាល់គ្នាទេដែលរឹងរូសអញ្ចឹងតោះភ្នាល់គ្នាមើលបើវាជាលិខិតដកតំណែងអញ្ចឹងអ្នកថៃកោហួងត្រូវលុតជង្គង់ហើយក្រាប3ដងបន្ទាប់មកស្រែកលោកតាខ្ញុំខុសហើយអ្នកគិតថាខ្ញុំខ្លាចបើអ្នកចាញ់អ្នកចេញពីសាលានេះទៅគ្មានបញ្ហាអញ្ចឹងបើកមើលចម្លើយដកលិខិតដកតំណែងរឿងនេះកើតឡើងយ៉ាងម៉េចតើពុកអាចត្រូវគេដកតំណែងយ៉ាងម៉េច លោកនាយកត្រូវតែមានកំហុសខ្លះ កំហុសអ្នកឯងទេដែលរងរុស ថៃកោហួងភ្នាល់គឺភ្នាល់ដល់ពេលធ្វើតាមសន្យាហើយនោះហើយជាមិត្តខ្ញុំពេនមិនមែនឯងធ្វើទំហួហេតុទេតើដឹងទេថាឆ្លើយដែកមានរសជាតិយ៉ាងម៉េចហេខ្ញុំបានប្រាប់អ្នកហើយភាពក្រអឺតក្រទមរបស់គេនឹងត្រឡប់មកខំគេវិញ មិនអាចទេនេះមិនអាចជាការពិតទេគេគ្រាន់តែជាសិស្សក្រីក្រតើគេអាចស្គាល់នាយកដ្ឋានអប់រំ មានរឿងច្រើនដែលអ្នកមិនដឹងច្រើនណាស់ឥឡូវនេះអ្នកបានធ្វើឲ្យនាយកគួយខំអ្នកទាំងពីរត្រូវចាប់ហើយចាំសប្តាហ៍ថ្ងៃនេះគេអាចខ្លែងសារស្នេហ៍បានអ្នកច្បាស់ជាចំណាយលុយច្រើនដើម្បីខ្លែងសារនេះមនុស្សក្រីក្រដូចអ្នកអាចធ្វើបានយ៉ាងដូចចម្ដេចអ្នកច្បាស់ជាពិបាកចិត្តណាស់ ខ្ញុំដឹងហើយសិស្សក្រីក្រដូចអ្នកហ៊ានធ្វើបែបនេះទេដូច្នេះនេះជាផែនការរបស់អ្នកតាំងពីដើមលោកនាយកសិស្សដែលមានចរិតអាក្រក់បែបនេះហេតុអ្វីមិនបណ្ដេញចេញទៅហេតុអ្វីមិនបណ្ដេញចេញទៅ យេហ៊ានធ្វើរឿងបែបនេះទេអ្នកនេះហ៊ានណាស់ ត្រឹមត្រូវបណ្ដេញចេញហ្វ្រេងឆេនដេញហ្វ្រេងឆេនចេញ បណ្ដេញខ្ញុំអ្នកជាសមាជិកក្រុមប្រឹក្សាសាលាទោះបីអ្នកទិញតំណែងចូលក៏ដោយតែអ្នកគ្មានស្មារតីសាមញ្ញទេសារនេះវាមកពីលេខផ្លូវការអ្នកណាអាចខ្លែងបន្លំបានអ្នកណាដឹងថាអ្នកបានតាក់ទងជាមួយមនុស្សប្រភេទណាខ្លះមនុស្សក្រោមដីគ្រប់ប្រភេទប្រើវិធីសាស្ត្រក្រោមដីដែលយើងមិនដឹងដូច្នេះបើផ្នែករបស់អ្នកហើយមើលឲ្យច្បាស់មើលថាសារនេះពិតជាត្រូវបានផ្ញើពីគណនីផ្លូវការ កន្នីផ្លូវការពិតប្រាកដមែនហើយគ្មានអ្នកណាហ៊ានខ្លែងបន្លំទេបើអ្នកត្រូវគេចាប់បានអ្នកអាចចូលគុក ណាឡងណាពិតជាមនុស្សឡងខ្វាត់ណាមិនស្គាល់លោកនាយកគឺទេណាមិនជឿខ្ញុំហើយលោណាថែមទាំងសង្ស័យគណីផ្លូវការក្នុងក្បាលណាមានអ្វីមានតែរបស់ហេតុប្រយោជន៍ទេណាឡង លោកនាយកទោះបីអ្នកចង់ការពារប្រេងឆេនអ្នកមិនចាំបាច់មិនសមហេតុផលបែបនេះទេមើលពួកអ្នកល្ងងទាំងនេះខ្ញុំធ្លាប់ឃើញមនុស្សល្ងងប៉ុន្តែមិនដែលឃើញអ្នកណាខ្វះខាតខួរក្បាលបែបនេះទេលោកនាយកគឺថ្ងៃនេះអ្នកបានយកបានសម្គាល់ខ្លួនផ្លូវការមកទេ ពួកនេះធ្វើឲ្យខ្ញុំខឹងខ្លាំងខ្ញុំភ្លេចរៀងនោះទាំងស្រុង គាត់ពិតជានាយកគឺ ទេមិនអាចទេ អញ្ចឹងពិតមែនជឿតែហួងហួនឹងឧបករណ៍មិនត្រឹមតែវានាយកគូទេថែមទាំងធ្វើឲ្យគេលុតជង្គង់លើគេអស់ហើយ សំណាងល្អដែលខ្ញុំមិនបាននិយាយអ្វីសោះពីមុនតើឆេនហ្វានពូកែម្លេះតើគាត់ស្គាល់នាយកដូចម្ដេច លោកនាយកសុំទោសខ្ញុំមិនដឹងថាគាត់ជានាយកទេបើខ្ញុំដឹង អ្នកគួរតែសុំទោសលោកនាយកប៉ុន្តែអ្នកដែលត្រូវសុំទោសជាងគេគឺនាយកខួរ នាយកខូខ្ញុំសុំទោសមនុស្សធំដូចលោកមិនកាន់ទោសមនុស្សតូចទេសូមអត់ទោសខ្ញុំម្ដងនេះខ្ញុំសន្យាខ្ញុំនឹងមិនធ្វើរឿងឆ្កួតបែបនេះទៀតទេ អ្នកទើបតែវាយនឹងជានាយកឥឡូវអ្នកដឹងអត្តសញ្ញាណពិតរបស់គាត់អ្នកគិតថាអ្នកអាចគ្រាន់តែសុំទោសស្រាលហើយរួចផុតទេដូច្នេះតែម្ដងក្នុងโลกនេះគ្មានអ្វីថោកដូច្នេះទេបងហ្វានអ្នកមិនអាចគ្រាន់តែអត់ទោសឲ្យអាក្រក់នេះងាយបើមិនដូច្នេះទេគាត់នឹងកាន់ទោសលើកក្រោយគាត់នឹងហ៊ានជាងនេះទៀតបងហ្វានខ្ញុំដឹងហើយអ្នកតែងតែជាមនុស្សដែលទូលាយជាងគេចាប់ពីពេលនេះទៅអ្វីដែលអ្នកត្រូវការគ្រាន់តែនិយាយមកខ្ញុំនឹងធ្វើភ្លាមខ្ញុំមិនចង់ឲ្យសម្ដីប្រយោជន៍របស់អ្នកទេអ្នកចាញ់ការភ្នាល់ពីមុនលុតជង្គង់
នោះហើយប្រុសរបស់ខ្ញុំហ្វេនវាជារឿងសាមញ្ញមួយប្រកាសជាឯងធ្វើបាន ឆេនហ្វេងឯងហួសហេតុពេកហើយ ហួងហូឯងទៅតែធ្វើអំនួតណាស់ឯងមិនបាច់លុតជង្គង់ទេព្រោះខ្ញុំមិនមែនជាអ្នកត្រូវគេបណ្ដេញចឹងទេ ធ្វើអ្វីត្រូវទទួលផលគ្មានអ្នកណាគេផុតពីកម្មផលទេពេលហួងហ៊ូនឹងប្រកាសសម្លឹកគេតែគេធ្លាប់គេទេថាកម្មផលនឹងត្រឡប់មកវាគេវិញ ហួងហ៊ូសំនឹងទទួលរឿងនេះព្រោះគាត់ប្រអើតណាស់ល្អណាស់បើគាត់មិនលុតជង្គង់អញ្ចឹងអ្នកបង្កបញ្ហាក្នុងសាលានឹងបាត់ទៅយើងមិនចាំបាច់រៀនជាមួយគាត់ទៀតទេ ហួងហូប្រហែលជាបែងលុតជង្គង់នាយកឈីនឹងទុកឲ្យវាកន្លងផុតហើយអត់ទោសរែងអញ្ចឹងខ្ញុំនឹងលុតជង្គង់លោកតាខ្ញុំសុំទោសខ្ញុំខុសពីមុនសុំទោសអ្នកណានៅក្នុងអាហារដ្ឋាននេះឯងបានប្រមាថមនុស្សជាច្រើនលោកតាឆេនហ្វេនខ្ញុំសុំទោសខ្ញុំមិនគួរសម្លុតអ្នកទេនាយកឈីខ្ញុំសុំទោសខ្ញុំមិនគួរសង្ស័យលោកទេខ្ញុំមិនគួរវាយប្រហារលោកទេនាយកសាលាខ្ញុំសុំទោសឆេនហ្វេនឯងចាំមើលការអាម៉ាស់ថ្ងៃនេះខ្ញុំនឹងស្មែងវិញមិនយូរមិនឆាប់ឆេនហ្វានខ្ញុំធ្វើតាមអ្វីដែលអ្នកប្រាប់ខ្ញុំលោកគូបើយើងមិនដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរទេខ្ញុំប្រកាសថាពួកគេនឹងកាន់តែអាក្រក់ឡើងសម្លុតមិត្តរួមថ្នាក់ដែលគ្មានទោសកំហុសការស្នើរបស់ខ្ញុំគឺថាមនុស្សដូចពួកគេមិនគួរត្រូវបានអនុញ្ញាតនៅក្នុងសាលាឡើយឆេនហ្វានតើអ្នកនឹងឈប់ទេខ្ញុំទើបតែត្រូវអ្នកបន្ទាបបន្ថោហើយថែមទាំងសុំទោសទៀតផងតើអ្នកចង់បានអ្វីទៀតចុះពេលដែលអ្នកបន្ទាបបន្ថោខ្ញុំវិញអ្នកថែមទាំងព្យាយាមបង្ខំមិត្តស្រីរបស់ខ្ញុំឲ្យនៅជាមួយអ្នកខ្ញុំកំពុងទុកឱកាសឲ្យអ្នកហើយបើជាអ្នកវិញអ្នកនឹងធ្វើអាក្រក់ជាងនេះទៅទៀតហ្វានជាមួយពួកអាក្រក់បែបនេះគ្មានប្រយោជន៍អ្វីក្នុងការជែកវែកញែកទេគ្រាន់តែដោះស្រាយជាមួយគាត់ទៅ ឆេនហ្វេននិយាយត្រូវអ្នកនឹងត្រូវទូទាស់ដោយសង្ឃសំណងដល់ឆេនហ្វានกับដងណៃខ្លាយព្យាបាលរបស់គាត់ហុងស៊ីបធីនមានប្រសិទ្ធភាពភ្លាមអ្នកត្រូវបានដាក់ចេញពីតំណែងក្រុមប្រឹក្សាហុងហ៊ូអ្នកត្រូវបានបណ្ដេញចេញទេលោកគូខ្ញុំសុំទោសលោកគូខ្ញុំខុសហើយឆេនហ្វានខ្ញុំសូមអង្វរអ្នកសូមជួយនិយាយជាមួយលោកគូឲ្យខ្ញុំផងបានទេខ្ញុំមិនអាចត្រូវបណ្ដេញចេញបានទេខ្ញុំនៅត្រូវការប្រឡងចូលរៀនថ្នាក់ក្រៅយូតុំនៅឡើយមិនអីទេបើអ្នកចង់ឲ្យខ្ញុំអត់ទោសឲ្យអ្នកវាអាចទៅរួចប្រាប់ខ្ញុំមកខ្ញុំអាចអត់ទោសឲ្យអ្នកប៉ុន្តែថាតើត្រូវដល់ហូតការសម្រេចចិត្តបណ្ដេញអ្នកអាស្រ័យលើនាយកឈីនិងអារម្មណ៍របស់លោកអ្នកនាយកឈីនាយកសាលាខ្ញុំបានធ្វើខុសខ្ញុំនឹងទទួលខុសត្រូវបើអ្នកចង់ដកខ្ញុំចេញពីតំណែងខ្ញុំគ្មានការតវ៉ាទេប៉ុន្តែសៀវហ៊ូគាត់គ្មានកំហុសខ្ញុំសូមអង្វរអ្នកសូមមេត្តាហើយសន្តោសគាត់ឲ្យគាត់រៀនចប់នៅសាលាបើអ្នកដឹងថាថ្ងៃនេះនឹងកើតឡើងហេតុអីអ្នកធ្វើបែបនោះពីមុនទោះយ៉ាងណាខ្ញុំមិនមែនជាមនុស្សអាក្រក់គ្មានហេតុផលទេបាទគាត់មិនគំរាមកំហែងអ្នកដទៃនៅសាលាចាប់ពីពេលនេះទៅខ្ញុំអាចទុកវាចោលប៉ុន្តែបើគាត់នៅតែធ្វើអាក្រក់នោះកុំបន្ទោសខ្ញុំថាខ្ញុំឆ្លើយល្អដោយសារសិស្សឆេនអាចសង្សឹកអាក្រក់ដោយល្អដូច្នេះដើម្បីគាត់ខ្ញុំអាចអីណាមួយឱកាសការខ្លួនប៉ុន្តែត្រូវចាំចាប់ពីពេលនេះទៅអ្នកត្រូវតែរៀនពីសិស្សឆេនហើយមិនត្រូវធ្វើកំហុសបែបថប់ទាបនឹងឆោតល្ងងដងទៀតបាទនាយកឈីខ្ញុំនឹងធ្វើដូច្នោះពិតប្រាកដអរគុណបងហ្វ្រេងដែលបានអង្វរជំនួសខ្ញុំសៀវហ៊ូយើងទៅចាំឈឺណាស់ដូចនរកខ្ញុំគិតថាឆ្អឹងជំនីរខ្ញុំបាក់ជើងខ្ញុំក៏ឈឺដែរអ្នកត្រូវសុំលុយខ្ញុំ$2000ថ្ងៃនេះឯងនេះជាការបង្ខំយកលុយមិនចង់សុំលុយទេអញ្ចឹងខ្ញុំត្រូវតែហៅប៉ូលីសក៏ខ្ញុំនឹងឲ្យលោកនាយកគូបណ្ដេញអ្នកម្ដងទៀតឯងកុំធ្វើហ៊ូហេតុប្រយ័ត្នមាត់អញ្ចឹងយើងនឹងសងក្មេងខ្ញុំនឹងចងចាំបំណុលនេះចាប់ពីថ្ងៃនេះតោះទៅអ្នកមិនអាចចាស់ចេញទេអ្នកគិតថាអ្នកអាចដើរចេញដោយមិនសុំលុយមិនមែនអីចឹងទេកុំបង្ខំយើងពេកអ្នកណាកាន់លុយច្រើនម្លេះខ្ញុំនឹងឲ្យគេយកលុយមកឲ្យអ្នកក្រោយមកមនុស្សបែបអ្នកគ្មានសីលធម៌គ្មានទាំងស្រុងភាពជឿទុកចិត្តបើយើងឲ្យពួកគេចាស់ចេញ
ពួកគេពិតជានឹងរត់ចោលបំណុលលោកនាយកឃូថ្ងៃនេះយើងពិតជាមិនអាចពួកគេដើរចេញទៅ បងលុយឥឡូវនេះ តើអ្នកស្ដាប់ហេតុផលឬទេឪពុកខ្ញុំទើបតែនិយាយហើយគាត់គ្មានលុយច្រើននៅលើខ្លួនទេអ្នកថ្លង់ឬឯកហត់ខ្ញុំគ្មានលុយនៅលើខ្លួនទេអ្នកអាចគេយកមកលើសពីនេះអ្នកសុំនឹងឲ្យខ្ញុំពន្យល់ទេអ្នកបើអ្នកស្ទាក់ស្ទើរបងលុយម្លេះអ្នកមិនមែនចង់កេតវេសទេលោកនាយកឃើញទេ ខ្ញុំនឹងឲ្យអ្នកណាម្នាក់យកលុយមកភ្លាមយកមកឥឡូវនេះ $2,000 ទៅសាលាពេញចិត្តហើយឬនេះ$2,000 រាប់មើលគុំមកក្រោយទៀតថាយើងឲ្យលុយខ្វះអ្នកគូសួយរាប់រាល់ក្រដាសប្រាក់ឲ្យច្បាស់បានហើយអ្នកឯងចង់រញ៉ាំអ្នកណាឪពុកអ្នកប្រាប់ឲ្យយើងរាប់វាមើលមុខអ្នកខ្លាចណាស់ឬមួយលុយនេះមានអ្វីខុសហឺជេនហ្វាន$2,000ពិតប្រាកដចេញពីទីនេះឥឡូវបើអ្នកគំរាមយើងបែបនេះទៀតវាមិនមែនគ្រាន់តែចំណាយលុយបន្តិចហើយចប់ទេទៅលោកឃូអំពីហេតុការណ៍ថ្ងៃនេះខ្ញុំសុំទោសខ្ញុំនឹងបើកឡានជូនអ្នកក្រោយ មិនបាច់កូនគ្រាន់តែធ្វើគម្រោងស្រាវជ្រាវរបស់យើងឲ្យរួចរាល់ឆាប់អ្នកទាំងអស់គ្នាទៅមុនខ្ញុំនឹងនិយាយលីវនៅមានរឿងត្រូវពិភាក្សាទៀត ពិតជាមែន ទៅ ជេនហ្វានអ្នកពូកែណាស់អ្នកថែមទាំងមានទំនាក់ទំនងខ្លាំងបែបនេះ Sain Fan, Naskar Lokhu Dojumdet. អញ្ចឹងហើយក្នុងជីវិតមុនរបស់ខ្ញុំនៅពេលនេះវេទិកាជួនដូរឈ្មោះដែនមិនទាន់លេចចេញមកទេប៉ុន្តែពេលនេះខ្ញុំត្រូវតែបញ្ចប់មុនពេលមានភាពអ៊ូអរនិងបង្កើត website ជួនដូរមួយហើយដាក់ឈ្មោះដែនទាំងអស់ដែលត្រូវលូតជាមុនពេលដល់ពេលអ្នកលេងធំទាំងនោះនឹងគ្មានជំរឿក្រៅពីធ្វើការជួនដូរតាមរយៈខ្ញុំទេវាជាកិច្ចព្រមព្រៀងដែលមានផលចំណេញច្រើនឈ្មោះដែនដែលក្តៅអាចលក់បានរាប់សិបលានដុល្លារតាមវិធីនោះខ្ញុំអាចទទួលបានដើមទុនចាប់ផ្ដើមអាជីវកម្មលឿនជាងមុនដើម្បីចាប់ផ្ដើមអាជីវកម្មរបស់ខ្ញុំ អ្នកក្មេងតើអ្នកវាអក្សរលឿនម្លេះតើអ្នកហាត់ដោយរបៀបណា មិនបានហាត់យូរទេខ្ញុំគ្រាន់តែចូលចិត្តវាខ្លាំងដូច្នេះខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងបើអ្នកហាត់ញឹកញាប់អ្នកក៏អាចធ្វើបានដែរ នៅអាយុខ្ញុំនេះខ្ញុំរៀនរឿងនេះទៀតមិនបានទេរឿងអ៊ីនធឺណិតសម័យនេះជាពីផ្នែកអ្នកក្មេងតើអ្នកកំពុងបង្កើត website មែនទេ អូលោកក៏ដឹងរឿងនេះដែរ ខ្ញុំដឹងបន្តិចបន្តួចតែជាមូលដ្ឋានពេលនោះខ្ញុំគ្រាន់តែមើលគ្រូបង្រៀនកុំព្យូទ័រគាត់ធ្វើវីអ្នកកំពុងសាងសង់គេទំព័រសម្រាប់អ្វីប្រហែលជាខ្ញុំអាចជួយអ្នកបាន លោកគឺ នេះជាបានការងាររបស់ខ្ញុំ លោកជាប្រធានការិយាល័យអប់រំ អ្វីទៅប្រធានវាគ្រាន់តែជាការងារមួយមែនទេយុវជនអ្នកនៅក្មេងម្លេះតែមានទំនេរបែបនេះគួរឲ្យសរសើរណាស់ឥឡូវនេះយើងត្រូវការមនុស្សមានទេពកោសល្យតើអ្នកគិតយ៉ាងណាបើយើងធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក អូខេលោកប្រធានធឺជាកតេសដែលបានធ្វើការជាមួយលោក ឡ តើឈ្មោះដែនជាអ្វីខ្ញុំមិនយល់ទេនេះហើយជាមូលហេតុដែលអ្នកមិនយល់យ៉ាងណាក៏ដោយនេះជារបៀបដែលខ្ញុំបានជួបលោកប្រធានធឺ Sain Fan, Robus Robona Yang Mekai, Dr. Clinic Alone. មិនអីទេខ្ញុំជាហើយមើលពិតជាមិនអីទេ Okay. Him. Na ban some crew knyum, sum knyum answer nat nyam bai. ព្រម
តាមពិតខ្ញុំស្គាល់កន្លែងមួយដែលមានម្ហូបឆ្ងាញ់ណាស់តោះទៅហេអ្នកភ្លេចមិត្តភ័ក្តិរបស់អ្នកដោយសារមុខស្អាត សេនហ្វានខ្ញុំពិតជាជំពាក់អ្នកមួយលើកនេះអរគុណ ការពីស្រីខ្ញុំជាកាប់គិតរបស់បរោះអ្នកអរគុណខ្ញុំរឿងឯរូធុសាក់លបងនេះមើលវាពិតជាឆ្ងាញ់ណាស់វាមានជីវជាតិច្រើន គ្រប់ហើយចាញ់ខ្ញុំចិត្តយឺតហើយ គ្រាន់តែអ្នកស្គមពេកអ្នកត្រូវញ៉ាំឲ្យច្រើន សេនហ្វានខ្ញុំសង្កេតឃើញថាអ្នកបានរត់ទៅទើបតែនេះយកគូជាញឹកញាប់អ្នកពិតជាត្រូវខំប្រឹងរៀនណាស់ការប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រចន់ពុះចិត្តមកដល់ហើយខ្ញុំខ្លាចអ្នកប្រឡងធ្លាក់ កុំបារម្ភខ្ញុំនឹងប្រឡងជាប់បើមិនអញ្ចឹងទេតើខ្ញុំអាចតាមទាន់អ្នក ហេតុអីអ្នកត្រូវការតាមទាន់ខ្ញុំអ្នកគូតែគិតពីខ្លួនឯង នេះជាខ្ញុំគិតពីខ្លួនឯងមានតែការខ្លាចជាមនុស្សពូកែជាងទើបខ្ញុំអាចរៀបការជាមួយអ្នកនិងការពារអ្នកពេញមួយជីវិត អ្នកកំពុងធ្វើស្គូទៀតហើយ គ្រប់គ្នាមកដល់ហើយថ្ងៃនេះខ្ញុំនឹងប្រកាសអ្វីមួយស្ថានីយទូរទស្សន៍ទីក្រុងរបស់យើងកំពុងរៀបចំកម្មវិធីសំណួរការប្រកួតនៅថ្ងៃស្អែកថ្ងៃនេះនៅក្នុងថ្នាក់របស់យើងត្រូវជ្រើសរើសអ្នកតំណាងទៅថតកម្មវិធីនោះ ខ្ញុំស្គាល់កម្មវិធីនេះការវាតម្លៃរបស់វាផ្សេងវាធំខ្លាំងណាស់ ហើយអ្នកដឹងទេសាកលវិទ្យាល័យទាំងអស់កំពុងយកចិត្តទុកដាក់ចំពោះកម្មវិធីនេះគ្រប់សាលាចង់បញ្ជូននិស្សិតពូកែទៅទីនោះដើម្បីបង្កើនភាពលេចធ្លោរបស់សាលាខ្លួនសាលារបស់យើងធ្លាប់ឈ្នះចំណាត់ថ្នាក់ទី1ហើយទទួលបានកន្លែងធានាចូលរៀនថ្នាក់អនុបណ្ឌិត មិនត្រឹមតែប៉ុណ្ណោះទេខ្ញុំមកថាក៏មានរង្វាន់ $50,000 ផងដែររង្វាន់ល្អណាស់ខ្ញុំក៏ចង់ទៅដែរបើខ្ញុំឈ្នះចំណាត់ថ្នាក់ទី1ខ្ញុំមិនបាច់ប្រឡងថ្នាក់អនុបណ្ឌិតដោយលំបាកទេ ជាអកុសលខ្ញុំគ្មានជំនាញឈ្នះទេខ្ញុំមិនដឹងតើមនុស្សពូកែបែបណាអាចធ្វើបាន សំឡាញ់តើអ្នកមិនធ្លាប់ចង់ចូលរួមកម្មវិធីនេះទេចង់សាកល្បងទេ មិនបាច់ទេខ្ញុំគិតថាអ្នកគួរតែទៅ ហេតុអី តែអ្នកមិនធ្លាប់ចង់ប្រឡងថ្នាក់អនុបណ្ឌិតជាមួយខ្ញុំទេខ្ញុំប្រាថាខ្ញុំអាចប្រឡងជប់ប៉ុន្តែអ្នកប្រហែលជាមិនបានទេបើអ្នកអាចឈ្នះចំណាត់ថ្នាក់ទី1ក្នុងកម្មវិធីអ្នកនឹងអាចទទួលបានកន្លែងធានាចូលរៀនថ្នាក់អនុបណ្ឌិត សំឡាញ់ខ្ញុំបានប្រឡងនោះម្ដងរួចហើយក្នុងជីវិតមុនការប្រឡងម្ដងទៀតនឹងងាយស្រួលដោយផឹកទឹកអាចទៅជំនួសវិញក៏បាន អត់ទេអ្នកត្រូវតែស្ដាប់ខ្ញុំលើរៀងនេះអ្នកត្រូវតែទៅបើអ្នកមិនស្ដាប់ខ្ញុំទេខ្ញុំនឹងមិននិយាយជាមួយអ្នកទៀតទេ អញ្ចឹងក៏បានខ្ញុំនឹងទៅ សាស្ត្រាចារ្យអ៊ឺវ៉ាងលើកនេះគួរតែជាខ្ញុំទេមេកអ្នកយ៉ាងបើនាងទៅចូលរួមកម្មវិធីវិទ្យុទូរទស្សន៍នាងច្បាស់ជាឆ្នះលេខ1សម្រាប់សាលាយើងនាងជានេតិកម្ពុជានៃខេត្តក្នុងការប្រឡងចូលសាកលវិទ្យាល័យ ជាធម្មតាពិន្ទុរបស់នាងគឺល្អបំផុតក្នុងថ្នាក់មើលទៅប្រាក់រង្វាន់និងការណែនាំឲ្យចូលរៀនក្រោយបញ្ចប់បរិញ្ញាបត្រសុទ្ធតែទៅលើមេថ្នាក់យ៉ាងគួរឲ្យច្រណែនណាស់ យ៉ាងយូរអញ្ចឹងទៅដូច្នេះអ្នកប្រហែលជាមិនឱកាសទេនាងពូកែណាខ្ញុំសង្ឃឹមថាខ្ញុំនឹងអ្នកអាចទៅជាមួយគ្នាបានក ុំបារម្ភបើវាជាអ្វីដែលអ្នកចង់បានខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីយកវាមក អញ្ចឹងហើយប្អូនទាំងអស់គ្នាឥឡូវកុំប្រញាប់អីកុំប្រញាប់រឿងនេះជារឿងសំខាន់មួយយើងត្រូវតែជ្រើសរើសអ្នកតែមានសមត្ថភាពខ្លាំងដើម្បីតំណាងថ្នាក់យើងនៅក្នុងការថតថ្ងៃស្អែកដូច្នេះបន្ទាប់បើសិស្សណាម្នាក់មានទំនុកចិត្តលើសមត្ថភាពខ្លួនឯងសូមលើកដៃដើម្បីបង្ហាញ 1 2 ប្រេងឆេនជាមួយកម្រិតជំនាញរបស់អ្នកកុំឲ្យខ្មាស់គេឯងថាម៉េចអ្នកមិនល្អគ្រប់គ្រាន់ទេដូច្នេះអ្នកច្រណែនពេលឃើញខ្ញុំចោះឈ្មោះលើសពីនេះទៅទៀតថាតើខ្ញុំមានជំនាញអត់មិនមែនជារឿងរបស់អ្នកទេឈប់ភ័យរឿយពេលឃើញខ្ញុំ សូមគោរពវិន័យក្នុងថ្នាក់ឆេនហ្វានកុំហ៊ានបង្ករឿង សាស្ត្រាចារ្យវ៉ាងគាត់ជាអ្នកចាប់ផ្ដើមហេតុអីលោកហៅតែខ្ញុំដោយសារតែពួកគាត់នៅក្នុងក្រុមប្រឹក្សាសាលាទេអតីតសមាជិកក្រុមប្រឹក្សាឆេនហ្វានទុកសាស្ត្រាចារ្យចេញពីរឿងនេះទោះបីជាឪពុកខ្ញុំមិននៅក្នុងក្រុមប្រឹក្សាខ្ញុំនៅតែប្រសើរជាងអ្នកហើយខ្ញុំប្រាប់អ្នករឿងមួយទៀតមិនត្រឹមតែឪពុកខ្ញុំមិនត្រូវគេបណ្តេញចេញគាត់ថែមទាំងត្រូវបានដំឡើងតំណែងទៀតអ្នកនឹងឈឺខ្លួនឯងដោយសារនិយាយធំអ្នកមិនខ្លាច
នាយកគឺអទេពេលនោះសំបីតែឋានៈជាសិស្សរបស់អ្នកនឹងត្រូវដកហូតពួងហ៊ូមុនពេលអ្នកអួតប្រហែលជាគិតឡើងវិញដល់ពេលមុនពេលដែលអ្នកលុតជង្គង់ឲ្យខ្ញុំថាតាលើកមុនខ្ញុំគ្រាន់តែឲ្យនាយកគឺមុខបន្តិចបើពុកខ្ញុំមិននៅក្រៅទីក្រុងគាត់អាចធ្វើឲ្យនាយកនៅក្នុងកណ្ដាប់ដៃគាត់មិនចាំបាច់និយាយពីអ្នកទាំងពីរអ្នកតូចអ្នកទាំងពីរគួរតែអង្វរសុំការអភ័យទោសពីខ្ញុំដោយសុភាពបន្ទាប់មកប្រហែលជាខ្ញុំអាចអត់ទោសឲ្យអ្នកល្អយើងនឹងចាំមើលតោះមើលពីរបៀបដែលអ្នកអាចធ្វើឲ្យនាយកគឺនៅក្នុងកណ្ដាប់ដៃអ្នកក្លាហានណាស់ឆេនប៉ានអ្នកចង់ចូលរួមកម្មវិធី Variety នោះមែនទេល្អណាស់ដូច្នេះហេតុអីមិនប្រកួតជាមួយអានយ៉ាងបើអ្នកចាញ់អ្នកដោះសម្លៀកបំពាក់ហើយរត់ជុំវិញទីលានស្រែកខ្ញុំឆេនហ្វានជាឆ្កែហើយឲ្យអ្នករាល់គ្នាវិន័យអ្នកតាមចិត្តអ្នកមិនអាចទប់ទល់នឹងបញ្ជាណាមួយបានទេមានផ្លើខ្លាចអញ្ចឹងធ្វើជាកូនល្អខ្ចប់របស់ហែងហើយចេញពីសាលាហើយឈប់រៀនអញពិតជាអាក្រក់មែនអញ្ចឹងខ្ញុំត្រូវទទួលទោសទៅដែរសេនហ្វានឯងមិនអាចចូលព្រមទេគាត់គ្រាន់តែលេងឯងប៉ុណ្ណោះពួងហ៊ូអញត្រូវតែបន្តធ្វើបាបឆេនហ្វានទៀតទេនឹងហើយបើគាត់មិនលើកលែងអញពីលើកមុនអញនឹងត្រូវបណ្ដេញចេញពីសាលាហើយខ្ញុំធ្វើបែបនេះដើម្បីឲ្យគាត់ដឹងការពិតចំណេះដឹងរបស់មេថ្នាក់យ៉ាងគឺច្បាស់ចំពោះអ្នករាល់គ្នាខ្ញុំចង់ឲ្យគាត់ដកថយពេលឃើញបញ្ហាប្រឈមនឹងហើយនេះជាកម្មវិធីអ្នកជាតិទូទូសបើយើងចានសាលានឹងខ្មាស់គេយើងមិនទាន់ប្រកួតផងធ្វើមិនចេញដឹងថាសេនហ្វាននឹងចាញ់នេះជាកម្មវិធីប្រកួតចំណេះដឹងព្រោះវាជាការប្រកួតពិតណាស់មានការប្រកួតប្រជែងខ្ញុំចង់ចូលរួមមានបញ្ហាអីតើសាលាមានច្បាប់ថាខ្ញុំឆេនហ្វានមិនអាចចុះឈ្មោះបានទេនិយាយច្រើនហើយឯងនៅតែខ្លាចពេកមិនហ៊ានប្រកួតបើឯងខ្លាចក៏និយាយមកញាក់ចាញ់ឆេនហ្វានជីប្រុសឯងចេះតែនិយាយធំពេញមួយថ្ងៃបើឯងចង់បញ្ជាក់ខ្លួនឯងអញ្ចឹងប្រកួតជាមួយនាងមើលនឹងហើយឯងមិនមែនខ្លាចចាញ់នាងទេវាគ្រាន់តែជាការប្រកួតប៉ុណ្ណោះហេតុអីត្រូវយកភេទមកជាប់វាអាស្រ័យលើអ្នកណាមានសមត្ថភាពជាងសង្គ្រាមភេទអីអ្នកធ្លាប់ជាអ្នកខ្ជិលច្រអូសជាមនុស្សល្ងងខ្លៅមិនដឹងអីសោះឯងមានជំនាញអីខ្លះដើម្បីចូលរួមកម្មវិធី Variety អស់សំណាចណាស់នោះពីមុនទេសេនហ្វានឥឡូវខុសអ្នកហើយគាត់កំពុងខំប្រឹងណាស់រូឈូមិនបាច់ប្រកែកជាមួយគេទេរឿងតែមួយគត់ដែលអាចបញ្ជាក់អ្វីបានឥឡូវគឺឈ្នះយ៉ាងយូរអានខ្ញុំក៏ជឿជាក់លើបងហ្វេនដែរនិយាយងាយជាងធ្វើអ្នកថែមទាំងមិនហ៊ានភ្នាល់ជាមួយខ្ញុំទៀតផងបើនឹងមិនមែនខ្លាចចាញ់ទេចុះវាជាអីអ្នកណាថាខ្ញុំខ្លាចខ្ញុំនឹងប្រកួតជាមួយអ្នកបើខ្ញុំឈ្នះអ្នកត្រូវតែទទួលទណ្ឌកម្មដែលអ្នកបាននិយាយដោយខ្លួនឯងយកព្រមអ្នកគួរតែយករឿងនេះឲ្យធ្ងន់ធ្ងរសាស្ត្រាចារ្យសូមបន្តសំណួរយល់ហើយថាអ្នកទាំងពីរមិនសូវជឿជាក់លើគ្នាទេខ្ញុំអាចផ្ដល់សំណួរបានទោះយ៉ាងណាលទ្ធផលចុងក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងពីរអាចទទួលយកវាបានគ្មានបញ្ហាទេខ្ញុំនឹងឲ្យអ្នកម្នាក់10នាទីរៀបចំខ្ញុំនឹងទៅយកកាតសំណួរអាចចាញ់តូចការអង្វរលើនេះនឹងល្អជាងយំរកម៉ាក់ក្រោយចាញ់អ្នកគួរតែបារម្ភពីខ្លួនឯងអ្នកបានបង្កើតស្ត្រីច្រើនណាស់នៅសាលាពីមុនបើអ្នកត្រូវទទួលទណ្ឌកម្មអ្នកណាដឹងថាមនុស្សប៉ុន្មាននឹងចង់សំសឹកខ្ញុំទន្ទឹងរង់ចាំមិនបានទេសេនហួងកុំបារម្ភពេលនិយាយពីចំណេះដឹងបើខ្ញុំមិនមែនទី1អ្នកណាក៏មិនអាចដែរល្អអញ្ចឹងឯងគួរតែបិទមាត់អានេះទៅដើម្បីឲ្យវាកុំហ៊ានធ្វើអំនួតទៀតឯងងាយខ្លាំងណាស់បើខ្ញុំមិនដឹងខ្ញុំនឹកស្មានថាឯងកំពុងប្រជែងជាមួយខ្ញុំស្ទើរតែភ្លេចឯងគ្មានប្រយោជន៍ទី1ភ្លេចទៅឯងពិបាកនឹងឆ្លើយត្រឹមមួយសំណួរទៀតផងវាដែលធ្លាក់គ្រប់មុខវិជ្ជាហ៊ានមកប្រៀបធៀបនឹងឯងហ្វ្រេងវាគ្រាន់តែធ្វើឲ្យខ្លួនឯងអាម៉ាស់មុខហ្វ្រេងឆេនឈប់ប្រុសដូចឆ្កែទៅខ្ញុំមិនចូលចិត្តអញ្ចឹងទេហ្វ្រេងសេនគុំនូតពេលឡើងចាញ់ឯងនឹងមើលទៅគួរឲ្យអាណិតពីនទូធម្មតារបស់ហ្វ្រេងសេនគឺ Grand Diamond បើប្រៀបធៀបនឹងអានយ៉ាងវានៅឆ្ងាយណាស់ហើយវានៅតែក្រអឺតវាពិតជាមិនចេះសរសេរពាក្យចាញ់ទេវាជាកំហុសខ្លួនឯងដែលត្រូវសេនហួងចាប់អារម្មណ៍ថ្ងៃនេះវានឹងចាញ់ជាមិនខានរ៉ូឈូជឿខ្ញុំនឹងបញ្ជាក់ឲ្យឯងឃើញខ្ញុំមិនអន់ជាងនេះទេអូខេអ្នកទាំងអស់គ្នាស្ងៀមត្រឡប់ទៅកៅអីវិញអញ្ចឹងអ្នកទាំងពីរត្រៀមរួចហើយត្រៀមរួច
Frank Sen នៅចាំទូចាញ់ មេឃុំយ៉ាងតើនិយាយបែបនេះលឿនពេកទេ ល្អឥឡូវស្ដាប់សំណួរក្នុងពាក្យថាស្រាលជាងរោមស្វានសត្វអ្វីតែរោមនោះមកពី ស្វាន ត្រឹមត្រូវ Frank Sen ធ្វើវាឲ្យបាន ហ្វ្រេងឆេនមើលទៅអ្នកនឹងខ្លាចជាឆ្កែហេតុអ្វីមិនប្រុសពី3ដងឥឡូវនេះហាត់ពីលើទៅប្រញាប់ឯនេះគ្រាន់តែជាសំណួរទី1ប៉ុណ្ណោះឯឆ្កែជាញាតិរបស់អ្នកចង់ប្រុសណាស់ម៉ាំហេតុអ្វីមិនអ្នកធ្វើវាទៅសំដែងឲ្យយើងមើលបន្តិចល្អហ្វ្រេងឆេនអ្នកចាំមើលអ្នកនឹងត្រូវគេឆ្លើយទៅវិញ ល្អសំណួរបន្ទាប់អ្នកខ្វាក់ពណ៌ច្រើនតែពិបាកបែងចែកពណ៌ពីរណាខ្លះ ពណ៌ក្រហមនិងបៃតង ប្រេងឆេនឆ្លើយត្រូវ Frank Sen ខ្ញុំដឹងថាអ្នកពូកែកំផុត បងហ្វ្រេងពូកែមែនតែនគាត់គ្រាន់តែមានសំណាងហើយឆ្លើយមុនគេគ្មានអ្វីត្រូវរំភើបខ្លាំងម្លេះទេដោយដែលខ្ញុំគិតអ្នកស្រុកគ្មានវប្បធម៌ អង់គ្លេសឬចាភពអង់គ្លេសនិងអ៊ីរឡង់ខាងជើងគឺជាឈ្មោះពេញរបស់ប្រទេសណា ចិត្តប្រភពអង់គ្លេស ឆេនហ្វានត្រូវហើយ តើអាចទៅរួចយ៉ាងម៉េចសំណួរនោះងាយស្រួលណាស់សូម្បីតែខ្ញុំក៏ដឹងដែរមានរឿងអីជាមួយអ្នកមើលទៅអ្នកដែលអ្នកជ្រើសរើសក៏មិនសូវល្អដែរតើអ្នកត្រៀមខ្លួនប្រឈមមុខនឹងផលវិបាកហើយឬនៅខ្ញុំទើបតែឲ្យអ្នកឆ្លើយសំណួរពីដំបូងទេនរណាម្នាក់កំពុងភ័យហើយ សំណួរបន្ទាប់ពាក្យថាត្រីលិចសត្វខ្ងានធ្លាក់និងព្រះច័ន្ទលាក់ខ្លួនផ្កាខ្មាស់ត្រូវបានប្រើដើម្បីពណ៌នាត្រឹមត្រូវ ព្រះច័ន្ទ ត្រឹមត្រូវសិស្សឆេនហ្វានឈ្នះសូមអបអរសាទរគាត់ដោយការទាដាក់ សូមអរគុណអ្នកទាំងអស់គ្នា Sen Fian ពូកែណាហេតុអ្វីបានជាខ្ញុំមិនដែលគាត់សង្កល់ពីមុនថាគាត់ឡំលេះគាត់ឆ្លើយគ្រប់សំណួរបានយ៉ាងរលូនចំណេះដឹងបែបនោះមិនមែនអ្នកណាក៏មានដែរ មែនហើយខ្ញុំភ្ញាក់ផ្អើលទាំងស្រុងខ្ញុំសូមប្រកាសថាឆេនហ្វានជាក្មេងប្រុសថ្មីរបស់ខ្ញុំតែខ្ញុំចូលចិត្តគាត់ពិតជាលយមែន ឆេនហ្វានដោយសារអ្នកឈ្នះសូមត្រៀមខ្លួនទៅជាមួយខ្ញុំទៅស្ថានីយ៍ទូរទស្សន៍នៅថ្ងៃស្អែកដើម្បីថតកម្មវិធីមួយ យកព្រមសូមអរគុណសាស្ត្រាចារ្យ អញ្ចឹងសិស្សានុសិស្សអ្នកអាចរៀនដោយខ្លួនឯងបានហើយ សម្លាញ់ខ្ញុំឈ្នះហើយ សូមអបអរសាទរ Sen Fan អ្នកពូកែណាទើបតែមួយផ្លែកនេះ ហួងហូអ្នកចាញ់ហើយនេះណាត់ប្រយ័ត្នអ្នកថែមទាំងមិនអាចឈ្នះមនុស្សចាញ់ម្នាក់ទៀតផងតើអ្នកមានប្រយ័ត្នអ្វី លោកម្ចាស់ហួង Sen Fan បោកហួងសើ Sen Fan បោក អ្នកថាខ្ញុំបោកព្រោះខ្ញុំឈ្នះជាប្រធានថ្នាក់ឯងមិនអាចត្រាំនឹងការចាញ់បានទេពិតមែនទើបតែពេលនេះសាស្ត្រាចារ្យនឹងហ្វានកំពុងធ្វើសំណួរចម្លើយលឿនតើគាត់មានពេលណាទៅបោក អ្នកណាដឹងថាគាត់ប្រាប់ឲ្យចេកវិទ្យាពណ៌អ្វីការសួរចម្លើយលឿនបែបនេះពិបាកនឹងងើយសំណួរច្បាស់ណាស់គាត់មិនត្រឹមតែឆ្លើយយ៉ាងរលូនទេថែមទាំងលឿនដោយមិនឈឺសោះតើអាចជាអ្វីទៀតក្រៅពីបច្ចេកវិទ្យាពណ៌ ខ្ញុំថាមនុស្សអន់ជាងនេះមិនអាចឈ្នះប្រធានថ្នាក់អញ្ចឹងគាត់ពឹងផ្អែកលើបច្ចេកវិទ្យាខ្ពស់ អញ្ចឹងវាជាបច្ចេកវិទ្យាខ្ពស់ខ្ញុំគិតថាឆេនហ្វានពិតជាអស្ចារ្យមែនសំណាងល្អយើងដឹងមុនគេបើរឿងនេះទៅដល់ស្ថានីយ៍ទូរទស្សន៍ហើយត្រូវគេដឹងវានឹងជារឿងអាម៉ាស់ណាស់ តែខ្ញុំអាចរៀនជាមួយមនុស្សបែបនេះបានយ៉ាងម៉េចអកុសលណាមិនអាចទេ Sen Fan មិនមែនជាមនុស្សបែបនោះទេ កុំខឹងទុកខ្ញុំការផ្សព្វផ្សាយពាក្យជាចាំអារាមអាចនាំឲ្យមានផលវិបាកផ្លូវច្បាប់បើអ្នកមិនអាចផ្ដោតស្ទតាំងជាក់ស្ដែងអញ្ចឹងខ្ញុំគ្មានជំរឿក្រៅពីរីកាទៅប៉ូលីសអានយ៉ាងឆាប់ញ៉ាត់ផ្សតាងដាក់មុខគាត់ខ្ញុំនឹងទេមុខអ្នកចាញ់នេះបើមេថ្នាក់មិនអាចផ្ដោតផ្សតាងបានដូច្នេះខ្ញុំត្រូវសុំអ្នកហិនក្បាលសុំទោសខ្ញុំបើមិនអញ្ចឹងខ្ញុំហៅប៉ូលីសទៅឡើយ ស្តាងតែអ្នកទៅការស្តាងໄວអ្នកណាក៏ឃើញថាមានអ្វីមួយខុសគុំគំរាមខ្ញុំជាមួយប៉ូលីសខ្ញុំមិនខ្លាចទេ បើអ្នកមិនខ្លាចមិនបានជាអ្នកភ័យម្លេះដូច្នេះខ្ញុំគិតថាអ្នកក៏មិនធម្មតាដែរពីន្ទប់ប្រឡងរបស់អ្នកពីមុនអ្នកមិនបានបោកដើម្បីបានពីន្ទប់ទាំងនោះមែនទេដូច្នេះអានយ៉ាងអ្នកឈ្នះថ្នាក់ខេត្តគឺជាអ្នកបោកមិនឆ្ងល់ទេដែលនាងមិនអាចឈ្នះហ្វន
ស៊ើបបង្កើតខ្ញុំប្រឡងចូលសាកអវិទ្យាល័យដោយខ្លួនឯងខ្ញុំមិនដែលបោកទេ ចឹងហើយប៉ូលីសហើយយើងនឹងដោះស្រាយការបង្កើតរបស់អ្នកចំពោះខ្ញុំពេលនេះ ទេកុំហៅប៉ូលីស ចឹងសុំទោស ហួង ប្រ សា ធានថ្នាក់ឆេនហ្វានគុំឲ្យអូសវាសនាយ៉ាងយូរអានទោះបីនាងធ្វើខុសអ្នកជីបរ៉ាពេញវ័យហេតុអីអ្នករើសអើងរឿងតូចតាចហើយអ្នកពឹងស្រីអួតអ្នកជីបរ៉ាបែបណា ហួងហ្វឺកុំស៊ីយាមចោតប្រកាន់សែនហ្វានអ្នកមិនអាចបញ្ជាក់បានក៏ប្រកាសគម្រាមខាងសិលធម៌អ្នកគ្មានសមត្ថភាពទើបចោតអ្នកទេអ្នកខូចសិលធម៌ រកស៊ីរឿងខ្លួនឯងអូនឆ្កេងនេះឯងហ៊ានប្រមាថរកជូឯងរកវេលែងសុំទោសនេះខ្ញុំសុំទោសខ្ញុំសុំទោសខ្ញុំសុំទោសសុំទោសស៊ូរកជូលែងខ្ញុំឯងចាញ់ហើយមកឆេវឆាមនុស្សដូចចែងសុំនឹងរស់ទេគួរឲ្យខ្ពើមមិនចម្លែកទេដែលគ្រូគ្មានសិលធម៌ឆ្កែដែលគាត់ចិញ្ចឹមក៏គ្មានអៀងខ្មាស់ដែរហ្វានគុំឲ្យហួងហ៊ូរួតដាញេប្រាប់នាយកគឺឲ្យគាត់បណ្ដេញចេញភ្លាមគុំឲ្យគាត់បង្កប់បញ្ហាទៀតវាដោយសារឯងអាខ្ចោមមិនត្រឹមតែឯងធ្វើឲ្យខ្ញុំអាម៉ាស់ថែមទាំងខ្ញុំចាញ់ខ្នល់ខ្ញុំមិនដែងរួចខ្លួនទេខ្ញុំនឹងសម្លាប់ឯងខ្ញុំមិនទុកឲ្យអ្នករួចខ្លួនទេ Frank Sen ជួយខ្ញុំផងគាត់មិនឲ្យខ្ញុំរួចស្រួលទេសូមមកជួយខ្ញុំផងពេលអ្នកកំពុងបង្កើតរឿងឲ្យ Frank Sen តែអ្នកគិតថានឹងត្រូវគេវាវិញទេឥឡូវត្រូវគេវាទើបដឹងសុំអាណិតសុំនឹងវា អ្នកនៅហ៊ានសុំអាណិតទៀតទេ ខ្ញុំសុំជឿវាជាកំហុសរបស់ខ្ញុំ Frank Sen ខ្ញុំសុំជឿសូមមកជួយខ្ញុំផង Tiger Hong ស្គូតហើយ Tiger Hong ខូចខើបែមិនថាយ៉ាងណាអានយ៉ាងនៅតែជាស្រីតែគាត់ហ៊ានវានាងដោយរបៀបណា នេះអ្នកណាជួយនាងផងភាពខ្លាំងខុសគ្នារវាងប្រុសស្រីគឺធំពេកហើយរឿងនេះមិនប្រែក្លាយទៅជារឿងធំទេ Frank Sen រឿងនេះមិនមែននាំឲ្យមានអ្នកស្លាប់ទេតែ Tiger Hong នឹងត្រូវចូលគុកទេរឿងនោះមិនតេតូននឹងខ្ញុំទេប៉ុន្តែរឿងនេះនឹងប៉ះពាល់ដល់អនាគតរបស់អ្នក អ្នកចិត្តល្អពេកហើយលែងខ្ញុំរឿងនេះមិនមែនជារឿងរបស់អ្នកទេខ្ញុំនឹងបង្រៀននាងមួយមេរៀនអ្នកចាញ់ការភ្នាល់ហើយការធ្វើឈួតមិនអាចជួយអ្នកបានទេដល់ពេលអ្នកសំលុយហើយមានរឿងអីតែងព្យាយាមគេចពីរឿងនេះមែនទេថ្នាក់ទាំងមូលកំពុងមើលបែងព្យាយាមដកថាខ្ញុំគ្មានជំរឿក្រៅពីហើយនាយកឃុំឲ្យគាត់មកវិនិច្ឆ័យឯងផ្ទាល់ពេលនោះនាយកឃុំនឹងបណ្ដេញឯងចេញឬដាក់ទោសផ្សេងទៀតឯងកុំខ្លាចដល់ខាជោគប្រេងឆេនកុំរុនខ្ញុំឲ្យហួសពេកឯងចេះតែប្រកាសដាក់សម្ពាធលើខ្ញុំនេះជាជំនាញអីបើវាដំណើរការសូមចាប់ផ្ដើមសម្ដែងរបស់ឯងចាំមើលពេលតូននេះខ្ញុំនឹងដោះស្រាយជាមួយឯងខ្ញុំនឹងរងចាំ យើងទៅមើលរឿងអស់សម្ដេចផងរឿងកំពុងតែចំបើខ្ញុំខកខានរឿងនេះជីវិតនេះសឹកខ្ញុំខាត់អស់ ខ្ញុំក៏ទៅមើលដែរខ្ញុំថៃកោហួងជាឆ្កែអ្នកទាំងអស់គ្នាអាចហ្វឹកហាត់ខ្ញុំបានមកអ្នកទាំងអស់គ្នាកុំខ្មាស់អីមិនថាញបញ្ជាអីឲ្យគាត់នឹងធ្វើតាមដោយគោលមកប្រុសដូចឆ្កែមើល នេះស្បាយណាស់ខ្ញុំក៏ចង់លេងដែរខ្ញុំចង់ឲ្យហែងលួនទៅឲ្យប្រូដូចឆ្កែនេះជានូនឹងឯងដែលធ្វើបាបខ្ញុំពីមុន Saint Fan ណាពូកែណាទើបតែនេះ សំឡាញ់អូនរកឃើញចំណុចល្អមួយទៀតរបស់បងទេដូច្នេះអូនស្រឡាញ់បងច្រើនជាងមុនឬក៏ឃើញបងពូកែបែបនេះអូនចង់នៅជាមួយបងភ្លាម ធ្វើឲ្យធ្ងន់ធ្ងរ បើបងធ្ងន់ធ្ងរពេកពេលដណ្ដឹងប្រពន្ធបងឈ្នះចិត្តនាងមិនបានទេម្យ៉ាងទៀតបងលេងតែជាមួយអូនទេសំឡាញ់ក្នុងជីវិតនេះបងត្រូវតែកែមកខ្លួនឯងឲ្យបានល្អដើម្បីការពារអូនហើយមិនឲ្យអូនរងគ្រោះថ្នាក់អ្វីឡើយចាំបងរកលុយបានដំបូងពេលនោះបងនឹងមករៀបការជាមួយអូន
ជូអញគិតថាអញរត់ទៅណាបាន កុំមកចិត្តទៀត អញនឹង Chen Fan តែងតែគិតរករឿងដាក់ខ្ញុំម្ដងហើយម្ដងទៀតថ្ងៃនេះយើងត្រូវតែដោះស្រាយរឿងនេះឲ្យបានចប់ ខ្ញុំកំពុងប្រមានណាស់សែនហ្វននឹកបែរនេះបើអ្នកហ៊ានប៉ាខ្ញុំគាត់នឹងធ្វើឲ្យអ្នកសង្វិញ នៅតែចង់បញ្ឆោតខ្ញុំទៀតខ្ញុំតាមអ្នកមួយរយៈហើយអ្នកនៅម្នាក់ឯងទេបើអ្នកគ្រាន់តែសាការជាមួយខ្ញុំអាចទងប្លន់បានបើមិនអញ្ចឹងហួងហូហ៊ានប៉ះមនុស្សស្រីរបស់ខ្ញុំ Chen Fan អ្នកពិតជាគិតថាអ្នកកំពុងការពារផ្កាតូចដ៏បរិសុទ្ធមួយដោយឯកជននាងដើរលេងជាមួយអ្នកដទៃ Chen Fan ហ៊ានប៉ះខ្ញុំចាំមើលខ្ញុំនឹងមិនឲ្យអ្នករួចខ្លួនឡើយខ្ញុំនឹងធ្វើឲ្យអ្នកសង្វិញទៅចុះសម្រាប់ខ្ញុំទៅយ៉ាងណាក៏ដោយខ្ញុំជាមនុស្សគួរឲ្យសាយរបស់សាលាទាំងមូលហើយតោះទៅរកជាមួយគ្នាតើខ្ញុំនៅខ្លាចអ្វីទៀតល្អអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើតាមបំណងរបស់អ្នកហ៊ានយាយីប្រពន្ធខ្ញុំថ្ងៃនេះខ្ញុំនឹងបញ្ចប់ជីវិតអ្នក សែនហ្វានជុកវាគាត់ទៅបើមានអ្វីកើតឡើងដល់គាត់វានឹងប៉ះពាល់ដល់អ្នកពេញមួយជីវិត អីចឹងខ្ញុំមិនឲ្យអ្នកណាមកធ្វើបាបអ្នកទេក្នុងជីវិតមុនខ្ញុំមិនបានការពារអ្នកល្អទេហេតុនេះហើយដែលខ្ញុំបាត់បង់អ្នកជារៀងរហូតក្នុងជីវិតនេះខ្ញុំពិតជាមិនឲ្យរឿងនោះកើតឡើងទៀតចាំ Chen Fan ឯងនិយាយពិតមែន Chen Fan ទោះបីតម្លៃវាធ្ងន់ធ្ងរខ្ញុំក៏មិនណែងរួចខ្លួនដែរខ្ញុំមិនឲ្យអ្នកណាធ្វើបាបនាងម្ដងទៀតឡើយ សែនហ្វានបើមានអ្វីកើតឡើងចំពោះអ្នកខ្ញុំនឹងធ្វើយ៉ាងម៉េចអ្នកណានឹងការពារខ្ញុំ Chen Fan ថ្ងៃនេះខ្ញុំនឹងទុកវាចោលឯងចាំមើលខ្ញុំនឹងមកវិញ ហួងហូនឹងចំណាយចំពោះឧក្រិដ្ឋកម្មរបស់គាត់តែឯងមិនអាចបំផ្លាញអនាគតខ្លួនឯងដោយសារតែមនុស្សដូចគាត់បើឯងមិននឹកបែរខ្ញុំនឹងធ្វើយ៉ាងម៉េច រូជូអ្នកកំពុងចាប់ចិត្តនឹងខ្ញុំ ខ្ញុំគ្មានទេខ្ញុំទើបតែឃើញវាចិត្តភ្លៀងហើយគឺថាអ្នកប្រហែលជាមិនបានយកសត្វរម៉ូតទេកុំគិតអ៊ីច្រើនខ្ញុំគ្រាន់តែរស់នៅក្បែរនេះខ្ញុំក៏តាមផ្លូវដែរអ្នកកំពុងធ្វើអីទុកឲ្យខ្ញុំទៅ ទុកឲ្យខ្ញុំមុខអ្នកបន្តិចទៀតអស់រយៈពេលប៉ុន្មានឆ្នាំនេះខ្ញុំនឹកអ្នកខ្លាំងណាស់រាល់វិនាទីខ្ញុំនឹកអ្នកក្នុងជីវិតមុនយើងត្រូវស្លាប់បំបែកគ្នាឥឡូវនេះជិត20ឆ្នាំហើយឥឡូវនេះទីបំផុតខ្ញុំបានអបអ្នកម្ដងទៀតអស់រយៈពេលប៉ុន្មានឆ្នាំនេះដោយគ្មានអ្នកជីវិតខ្ញុំប្រៀបដូចជា40សប្តាហ៍បើគ្មានអ្នកជីវិតខ្ញុំគ្មានន័យអ្វីទេ សែនហ្វានអ្នកកំពុងនិយាយអីទុកឲ្យខ្ញុំទៅលើ ទេ បើអ្នកមិនទុកឲ្យខ្ញុំទៅខ្ញុំនឹងខឹង រូជូធ្វើជាមិត្តស្រីខ្ញុំអូខេ ខ្ញុំបាននិយាយថាខ្ញុំមិនណាជួបមុនប្រឡងចូលរៀនអ្នកបរិញ្ញាប្រជញ្ញខ្ពស់ទេ ប៉ុន្តែខ្ញុំពិតជាមិនអាចរងចាំទៀតទេខ្ញុំខ្លាចបើខ្ញុំរងចាំទៀតអ្នកនឹងបាត់ពីមុខខ្ញុំ បើខ្ញុំមិនយល់ព្រមតើអ្នកនឹងទុកឲ្យខ្ញុំទៅទេ ទេ បើខ្ញុំមិនព្រមអ្នកនឹងឲ្យខ្ញុំរកអ្នកផ្សេងធ្វើជាមិត្តប្រុសខ្ញុំ ទេទោះជាអ្នកទៅណាក៏ខ្ញុំនឹងរកអ្នកឃើញខ្ញុំមកទីនេះដើម្បីអ្នក អញ្ចឹងខ្ញុំហាក់មានជំរឿ អ្នកយល់ព្រម តែខ្ញុំមានជំរឿផ្សេងទេ ទេអ្នកនឹងជាស្រីរបស់ខ្ញុំអស់មួយជីវិតអស្ចារ្យរូជូបានយល់ព្រមធ្វើជាមិត្តស្រីរបស់ខ្ញុំនាងជារបស់ខ្ញុំហើយ បន្ថយសំឡេងអ្នកមិនខ្លាចគេអត់ទេ ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងស៊ូរូជូបានយល់ព្រមធ្វើជាមិត្តស្រីរបស់ Chen Fan យប់នេះខ្ញុំជាមនុស្សសប្បាយចិត្តបំផុតក្នុងលោក សែនហ្វាន
តែនគរវល់អ្វីនៅកន្លែងនេះយកគូថ្មី កំពុងធ្វើការលើបណ្ដាញឈ្មោះដែនវាចិត្តដាក់ឲ្យប្រើពេលវារួចរាល់ខ្ញុំនឹងបង្ហាញអ្នកកុំបារម្ភខ្ញុំនឹងពិតជាតាមទាន់អ្នកហ្វេនម្សិលមិញខ្ញុំបានទៅការថតកម្មវិធី Variety របស់អ្នកពូកែណាស់ឥឡូវអ្នកធីនេចូលរៀនថ្នាក់អនុបណ្ឌិតហើយមែន សូមលោកឧស្សាហ៍ជឿ ស្មុបស្ងាត់គ្រាន់តែរឿងតូចតែទេមិនធំដុំទេតែខ្ញុំនៅតែដាក់ពាក្យប្រឡងចូលរៀនថ្នាក់អនុបណ្ឌិតលើកនេះ ហេតុអីនេះជាឱកាសមួយដែលអ្នកខំប្រឹងយ៉ាងខ្លាំងដើម្បីបាន ព្រោះខ្ញុំចង់ប្រឈមមុខជាមួយអ្នកដើម្បីឆ្លងកាត់ការចងចាំរបស់យើងទាំងពីរគួរឲ្យខ្ពើមក្លិនស្នេហ៍ផ្អែមល្ហែមគួរឲ្យខ្ពើមនេះហេតុអីវាពិបាកត្រាំណាស់ខ្ញុំត្រាំមិនបានទៀតហើយបើអ្នកត្រាំមិនបានទៅរកមិត្តស្រីម្នាក់សម្រាប់ខ្លួនឯង អញកំយើងនឹងប្រជុំមុខជាមួយគ្នាទៅណាយដល់ពេលពីនិតសន្តិសុខហើយ ឆេនហ្វែនបានបោកប្រឡងឆេនហ្វានបោកក្នុងប្រឡងមានរឿងអីបន្ទប់ប្រឡងសន្តិសុខទាំងណាស់គេនៅហ៊ានបោកទៀតវាចង់ស្លាប់ឬបើចាប់បានអនាគតគាត់ខូចហើយ អ្នកណាដឹងតែមើលបរោះនោះគាត់ហែកដូចជាជឿជាក់ណារឿងនេះស្បាក់ណាស់ហើយ ហួងហូមើលទៅដូចជារឿងមុនមិនបានបង្រៀនអ្នកទេអ្នកពិតជានៅហ៊ានចោទប្រកាន់ខ្ញុំថាបោកទៀតខ្ញុំគិតថាអ្នកពិតជាមិនខ្លាចខ្ញុំហើយប៉ូលីសទេហេតុអីអ្នកភ័យម្លេះខ្ញុំកំពុងរីការអ្នកដោយចំខុសអីអ្នកយកសម្ភារៈបោកចូលក្នុងបន្ទប់ប្រឡងខ្ញុំមានសិទ្ធិរីការអ្នកឲ្យអ្នករាល់គ្នាដឹងថាអ្នកបោកតើខ្ញុំត្រូវការបោកទេខ្ញុំមានកន្លែងរៀនបន្តទីនេះរួចហើយតែអ្នកចោទប្រកាន់អ្នកដទៃដោយចិត្តណាអាក្រក់វាអាចធ្វើឲ្យសិទ្ធិរៀនបន្តរបស់អ្នកត្រូវដកហូតអ្នកពិតជាមានកន្លែងធានាមែនប៉ុន្តែមិត្តស្រីរបស់អ្នកស៊ូរ៉ូជូមិនមានទេដូច្នេះអ្នកបោកដើម្បីនាងបាទខ្ញុំចាំបានត្រឹមត្រូវកែអីប្រឡងរបស់អ្នកនៅជាប់គ្នា អ្នកកោយើងមិនមែនដូចអ្នកគិតទេ ហួងហូអ្នកពិតជាមិនចេះរៀនទេអ្នកភ្លេចហើយឬមេរៀនអតីតកាលទាំងអស់អ្នកពិតជាចោទប្រកាន់ខ្ញុំដោយជឿជាក់តើអ្នកមានផ្សោតតាំងទេពិតណាស់ខ្ញុំមានផ្សោតតាំងលោកគ្រូខ្ញុំមានផ្សោតតាំងដើម្បីដាក់ជូនឆេនហ្វានបានយកសម្ភារៈបោកចូលក្នុងបន្ទប់ប្រឡងខ្ញុំទាមទារឲ្យមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ដើម្បីផ្ដល់យុត្តិធម៌ដល់សិស្សដទៃទៀតខ្ញុំមិនដែលនឹកស្មានទេហ្វ្រេងឆេនកំពុងលួចចម្លងសម្រាប់មិត្តស្រីរបស់គាត់មិនក៏គាត់ហ៊ាននេះគឺជាការជន់ឈ្លីច្បាប់ប្រឡង ខ្ញុំមកថា Frank Sam ជាសិស្សតអ្នកនោះគឺពិតជាគួរឲ្យសង្ស័យគាត់នឹង Tiger Hong មានចំនួនច្រើនដើម Tiger Hong ធ្លាប់អកុសលណាស់ពីមុនប៉ុន្តែលើវាហាក់ដូចជាមិនមែនដូច្នោះទេដូច្នេះសូមបង្ហាញផ្សោតតាំងរបស់អ្នកចាំមើលលោកគ្រូសម្ភារៈលួចចម្លងរបស់ Frank Chen ត្រូវបានលាក់នៅលើខ្លួនគាត់ខ្ញុំទាមទារឲ្យឆែកឆេរខ្លួនគាត់ Tiger Hong ខ្ញុំសូមណែនាំអ្នកឲ្យជឿប្រយ័ត្នអ្នកនឹងធ្វើឲ្យខ្លួនឯងស្ចាប់ បង Frank របស់ខ្ញុំពិតជាមិនលួចចម្លងទេអ្នកកំពុងបង្កាត់បង្ខូចគាត់តើនេះជាការបង្កាត់បង្ខូចchứការឆែកឆេរខ្លួននឹងធ្វើឲ្យច្បាស់ប៉ុន្តែអ្នកភ័យណាស់ប្រហែលជាអ្នកពិតជាមានអ្វីមួយដែលគួរឲ្យខ្មាស់លាក់ទុកនៅលើខ្លួនអ្នកមិនអីទេប្រសិនបើខ្ញុំមិនឲ្យអ្នកឆែកឆេរខ្ញុំថ្ងៃនេះខ្ញុំប្រហែលជាមិនអាចបញ្ជាក់ភាពគ្មានទោសរបស់ខ្ញុំបានទេលោកគ្រូសូម ឆេនហ្វានឯងពិតជាបោកមែន មិនអត់ទេស្បាគីមានគេដាក់អន្ទាក់ឲ្យសែនហ្វានមិនដែលទម្លាក់ខ្លួនធ្វើរឿងបែបនេះទេផ្អែកតែលើនេះទេតើអ្នកអាចបញ្ជាក់ថាខ្ញុំបោកបានទេបើនេះមិនមែនជាផ្សោតតាំងតែឯងត្រូវការផ្សោតតាំងអ្វីឆេនហ្វានលេសរបស់ឯងគ្មានប្រយោជន៍ទេថ្ងៃនេះឯងត្រូវតែទទួលទោសខ្ញុំគិតថាហួងហ៊ូគ្រាន់តែរកគ្រឿងទៀតប៉ុន្តែគេពិតជារកឃើញផ្សោតតាំងមនុស្សដូចឆេនហ្វានត្រូវតែដល់សិទ្ធិប្រឡង ច្បាស់ណាស់មែនហើយបើអ្នករាល់គ្នាបោកដូចគាត់
តើនឹងមានយុទ្ធធម៌អ្វីលោកឆេនវត្ថុនេះទើបតែត្រូវគេរកឃើញនៅក្នុងហោប៉ៅអ្នកយើងត្រូវតែដាក់ទោសអ្នកយ៉ាងធ្ងន់ធ្ងរ លោកគ្រូបើលោកគ្រូរកឃើញសម្ភារៈបោកហើយដាក់ទោសខ្ញុំនឹងមិនត្អូញត្អែរអ្វីទាំងអស់ប៉ុន្តែគ្រាន់តែផ្អែកលើក្រដាស់មួយសន្លឹកនេះអញ្ចឹងមិនយុត្តិធម៌ទេមែនទេស្ទតាងគឺច្បាស់លាស់ឯងនៅតែចង់ប្រកែកទៀតឬឆេនហ្វានតើអ្នកគិតថាច្បាប់ប្រឡងគ្រាន់តែជាគ្រឿងតុបតែងងើអ្នករាល់គ្នាមើលនេះជាអ្វីអញ្ចឹងនេះជាស្ទតាងដែលឯងហៅថាថៃកោហួងឯងរកគ្រឿងដែលគ្មានស្ទតាងអាម៉ាស់ណាស់ឯងធ្វើឲ្យខ្លួនឯងមើលទៅគ្មានគួរថៃកោហួងឯងគួរស្លាប់ហើយឯងពូកែរគ្រឿងណាស់ខ្ញុំមិនចាប់អារម្មណ៍អ្វីទេលើកលែងតែឯងពូកែឈ្នះគេណាស់ សិស្សនេះកុំរករឿងនៅទីនេះឯងខាត់ពេលអ្នកគ្រប់គ្នា អត់ទេនេះមិនអាចទៅរួចទេខ្ញុំច្បាស់ណាស់ឯងហើយអាចចាញ់នេះឯងហ៊ានលេងខ្វក់ជាមួយខ្ញុំលេងល្បិចភ្នែកឯងនៅលើគូទ័រមើលមនុស្សមិនឃើញទេច្បាស់ណាស់ឯងអាក្មេងទំពើបុកខ្ញុំឯងនៅហ៊ានបន្ទោខ្ញុំទៀតជូបែងអាសំណាងអាក្រក់នេះតាំងពីព្រឹកអាក្រក់ណាស់អញ្ចឹងឯងចាំខ្ញុំនៅទីនេះអញ្ចឹងខ្ញុំនឹងយកល្បិចឯងមកដាក់ឯងវិញខ្ញុំទើបតែដាក់ក្រដាស់គំនូរក្នុងហោប៉ៅខ្ញុំហើយឯងចាត់ខ្ញុំថាលូតមើលថៃកោហួងការរំខានសារប្រឡងអាចឯងចូលគុកគ្រូខ្ញុំកំពុងហៅប៉ូលីសអត់ទេអ្នកធ្វើអត់បានទេសុំទោសឆេនហ្វានខ្ញុំខុសហើយសូមអត់ទោសឲ្យខ្ញុំម្ដងទៀតបានទេចាត់ទុកអ្វីដែលទើបតែកើតឡើងជារឿងកំ pl ែងទុកខ្ញុំម្ដងនេះចុងក្រោយអូខេខ្ញុំសុំទោសបើការសុំទោសមានប្រយោជន៍តើត្រូវការប៉ូលីសនិងច្បាប់ធ្វើអ្វីទៀតត្រឹមត្រូវអ្នកតែងតែរគ្រឿងហ្វេនរាល់ដងហ្វេនតែងតែទង់ភ្លឹងរាល់ដងអត់ទោសឲ្យអ្នកទុកឲ្យអ្នករួចខ្លួនតែអ្នកនៅតែមិនពេញចិត្តឥឡូវអ្នកថែមទាំងចង់ធ្វើបាបហ្វានទៀតលួចលាក់ជាមួយស៊ូអ្នកពីជាងសត្វក្អែបទៀតបាទខ្ញុំមិត្តភ្នែកដោយសារលោកខ្ញុំសុំនឹងត្រូវគេវាយខ្ញុំគ្មានអេនខ្មាស់ខ្ញុំមិនមែនជាមនុស្សល្អទេខ្ញុំគ្មានមន្តសការខ្ញុំសុំទោសអ្នកហ្វានខ្ញុំអង្វរអ្នកសូមទុកខ្ញុំម្ដងនេះចុងក្រោយទុកអ្នកម្ដងហើយម្ដងទៀតតែអ្នកមិនបង្ហាញការស្ដាយក្រោយតតែសោះមនុស្សដូចអ្នកមិនសមនឹងទទួលការអាណិតអាសូរទេចាស់ពីមុនច្រើនដងហួងហ៊ូជាអ្នករកគ្រឿងការទៀមទារបស់គាត់កាន់តែហួសហេតុរាល់ដងគាត់ចង់ជិះជាន់អ្នកដទៃឲ្យដួលរលំមនុស្សបែបនេះប្រហែលជាឆ្លេនពៀនពេកហើយគួរឲ្យខ្លាចណាស់អញ្ចឹងខ្ញុំត្រូវនៅឲ្យឆ្ងាយពីគាត់បើមិនអញ្ចឹងទេខ្ញុំអាចត្រូវគេវាយដោយមិនដឹងខ្លួនត្រឹមត្រូវអ្នកដឹងអីពាក់ព័ន្ធនឹងអ្នកចេញទៅលោកគ្រូហើយប៉ូលីសឥឡូវនេះបើគាត់ស្រាប់តែវាយប្រហារអ្នកណាម្នាក់ពេលក្រោយរឿងនឹងអាក្រក់ខ្លាំងណាស់យោពមខ្ញុំនឹងហៅប៉ូលីសភ្លាមហើយប៉ូលីសហើយហ្វ្រេងឆេនព្រោះខ្ញុំកេកមិនផុតពីជោគវាសនាទៅគុកខ្ញុំនឹងទាញអ្នកឲ្យធ្លាក់ចុះជាមួយខ្ញុំសន្តិសុខលែងខ្ញុំហ្វ្រេងឆេនអ្នកនិងខ្ញុំជាស្ត្រូវគ្នាឆាប់នាំគាត់ទៅប៉ូលីសដកសិទ្ធិប្រឡងចូលរៀនក្រោយឧត្តមសិក្សារបស់គាត់រីកាទៅសាលាភ្លាមបណ្ដេញគាត់ចេញហ្វ្រេងឆេនអ្នកគ្មានប្រយោជន៍ខ្ញុំមិនទុកឲ្យអ្នករួចខ្លួនទេហ្វ្រេងសែនអ្នកមិនអីទេអ្នកឈីទេខ្ញុំមិនអីទេតើគាត់ពិតជាមនុស្សប្រភេទអំណាចផ្ដាច់ការមែនទេមនុស្សដូចគាត់ជាគ្រោះថ្នាក់ដល់សង្គមយើងត្រូវបញ្ជូនគាត់ទៅគុកហើយមិនឲ្យគាត់ធ្វើបាបអ្នកស្លូតត្រង់ទៀតទេទោះបីជាក្នុងជីវិតមុនរបស់ខ្ញុំថៃកាហួងក៏ចូលចិត្តដាក់អំណាចដែរគាត់មិនដែលមានទំនាក់ទំនងពិតប្រាកដជាមួយខ្ញុំទេប៉ុន្តែឥឡូវគាត់ត្រូវបានបញ្ជូនទៅប៉ូលីសគាត់ប្រហែលជាមិនមែនជាអ្នកដែលធ្វើបាបរួចចូលទេដូច្នេះតើអ្នកណាអាចជាអង្គុយមុខកុំព្យូទ័រយូរពេកពិតជាមិនស្រួលទេប៉ុន្តែរឿងល្អគឺប្រឡងចូលរៀនក្រៅយល់តំចប់ហើយគេទំព័រឈ្មោះដែនក៏ដំណើរការហើយទទួលបានការបញ្ជាទិញប្រតិបត្តិការតែមួយមានតម្លៃ$500,000វិធីនេះខ្ញុំនឹងមានទុនចាប់ផ្ដើមអាជីវកម្មដោយសារវាជាការចាប់ផ្ដើមនៃសតវត្សថ្មីសេដ្ឋកិច្ចក៏កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ
ត្រឡប់ទៅរកអាជីពចាស់របស់ខ្ញុំវិញខ្ញុំប្រកាសជានឹងរកលុយបានច្រើនហ្វានមានរឿងអាក្រក់កើតឡើងមិត្តរួមថ្នាក់ស៊ូបាត់ខ្លួនមានរឿងអីប្រាប់ខ្ញុំមកឆាប់ខ្ញុំទើបតែទៅផ្ទះមិត្តរួមថ្នាក់ស៊ូដើម្បីយកនៃខេបបត់របស់នាងខ្ញុំដឹងថានាងមិននៅផ្ទះឪពុកម្ដាយរបស់នាងបាននិយាយថានាងបាត់ខ្លួនពួកគេកំពុងតែស្វែងរកនាងគ្រប់កន្លែងរលជូទេរលជូចាំខ្ញុំ តែអ្នកចង់បានអ្វីថៃក្រោយហួងហ្វូខ្ញុំអង្វរណាសូមខ្ញុំទៅ ស៊ូរលជូពេលដែលខ្ញុំកំពុងតាមអ្នកយ៉ាងសំរំពីមុនអ្នកមិនព្រមទទួលឥឡូវនេះខ្ញុំត្រូវតែប្រើកម្លាំងខ្ញុំគិតថាខ្ញុំត្រូវតែប្រើកម្លាំង អាកំណៃ ឯងមិនដឹងថាអ្វីល្អសម្រាប់ឯងទេឯងហ៊ានវាយខ្ញុំ អាលងឹងប្រេងហ៊ានប៉ាខ្ញុំ Frank San នឹងធ្វើឲ្យឯងសង្វេង Frank Chen ក្រោយពីខ្ញុំរួចពីឯងខ្ញុំនឹងទៅដោះស្រាយជាមួយគាត់អ្នកទាំងពីរគ្មានអ្នកណាម្នាក់រួចខ្លួនទេ ខ្ញុំនឹងហើប្រលឹក អ្នកដឹងទេហេតុអ្វីខ្ញុំចេញមកលឿនម្លេះព្រោះខ្ញុំមានទំនាក់ទំនងអ្នកពិតជាគិតថាកន្លែងអាក្រក់នោះអាចឃុំខ្ញុំបានឆោតណាស់អាស្រ័យអាក្រក់ពេលដែលខ្ញុំព្យាយាមតាក់ទងឯងដោយសំរុំពីមុនឯងមិនចាប់អារម្មណ៍បន្ទាប់មកឯងបែរជាទៅជាមួយ Frank Chen ធ្វើជាមិនចង់បានតើខ្ញុំអាក្រក់ជាង Frank Chen តើខ្ញុំអាក្រក់ជាងគាត់ឯងកំពុងតែធ្វើមុខខ្ញុំ Frank San ប្រសើរជាងឯង1000ដងឯងជាដង្កូវក្នុងរនដៃលីមក និយាយល្អណាស់ដូច្នេះថ្ងៃនេះខ្ញុំនឹងយកឯងតោះមើលថាឯងនឹងធ្វើខ្លួនជាអ្នកខ្ពស់ដូចចម្ដេច ហើយខ្ញុំទៅ ឲ្យនាងទៅ Frank Chen ឯងហ៊ានមកមែនថៃកាហួងខ្ញុំណែនាំឲ្យឯងលែងនាងភ្លាមបើមិនដូច្នោះទេបទក្រិតរបស់ឯងនឹងកាន់តែធ្ងន់អីនេះជាកន្លែងរបស់អញនៅទីនេះអញនិយាយអីត្រូវតែធ្វើតាមគ្មានអ្នកណាអាចផ្លាស់ប្ដូរវាបានទេជាពិសេសអ្នកចាញ់ដូចឯងឯងមានសិទ្ធិអីមកប្រជែងអញឯងកុំក្រអឺតពេកបើមិនដូច្នោះទេខុសតែមួយជំហានឯងនឹងដួលធ្ងន់ឯងគិតថាព្រោះតែពូកែងគាំទ្រឯងអាចធ្វើអ្វីតាមចិត្តតែគ្រាន់តែជាសមាជិកក្រុមប្រឹក្សាសាលាតើគាត់អាចការពារឯងបានពេញមួយជីវិតទេនិយាយច្រើនណាស់ឯងមិនខ្លាចទេ Frank Chen បែងខ្លាចអញ្ចឹងលុតជង្គង់ក្រាបអញប្រហែលជាគិតបន្ថយទោសបើមិនដូច្នោះទេថៃកាហួងអញ្ចឹងឯងរឹងរូសណាស់អញ្ចឹងកុំបន្ទោសខ្ញុំថាខ្ញុំខកខើ Frank Chen ថ្ងៃនេះឯងព្យាយាមយ៉ាងណាក៏គ្មានប្រយោជន៍ដែរឯងអស់ថ្ងៃនេះហើយ Tiger ហួងកុំប្រកាសលែង Frank San អញ្ចឹងខ្ញុំនឹងធ្វើអ្វីដែលឯងចង់ គួរឲ្យរំជួលចិត្តណាស់តែថ្ងៃនេះអ្នកទាំងពីរគ្មានអ្នកណារួចទេតែឯងទេឯងមិនសុំទេឯងនៅមិនទាន់យកស្ថានភាពទេខ្ញុំចង់ដោះស្រាយជាមួយឯងវាគ្រាន់តែជាការនិយាយប៉ុណ្ណោះឯងគិតថាឯងអាចប្រែក្លាយរឿងបានទេពេលមុនពេលឯងធ្វើបាបខ្ញុំព្រោះមានអ្នកដទៃនៅខ្ញុំមិនអាចដោះស្រាយជាមួយឯងបានត្រឹមត្រូវតែថ្ងៃនេះនៅទីនេះពួកគេសុទ្ធតែជាមនុស្សរបស់ខ្ញុំអាផានកុំខ្វល់ពីខ្ញុំទៅចុះប្រពន្ធខ្ញុំឯងគិតថាឆេនផានជាមនុស្សថោកទាបដែលបោះបង់ស្រីរបស់ខ្លួនហើយមិនអើពើនាងកុំបារម្ភថ្ងៃនេះហួងហូត្រូវតែទទួលទោសគ្រាន់តែឯងញាក់ចាញ់អញ្ចឹងបង្ហាញខ្ញុំមើលថាឯងនឹងដាក់ទោសខ្ញុំយ៉ាងម៉េចកុំឲ្យវាគ្រាន់តែជាការអួតទេធ្វើឲ្យគេសើចដាច់ពោះប្រញាប់ឯងនេះជាលើកទី1ដែលខ្ញុំឃើញអ្នកណាម្នាក់ដែលចង់ទទួលទោសខ្លាំងម្លេះពិតជាដោយការស្មានឯងជាមនុស្សចូលចិត្តឈឺចាប់ឆេនផានកុំឲ្យហួសពេកអញ្ចឹងឯងប្រុសធ្វើចលនាឲ្យខ្ញុំបង្រៀនវាមេរៀនមួយយ៉ាងធ្ងន់ឲ្យវាមិនហ៊ានក្រអីទៀតថៃកោហួងអ្នកតែងតែធ្វើបាបខ្ញុំនឹងរួចជូរម្ដងហើយម្ដងទៀតតើអ្នកពិតជាគិតថាយើងមិនបានត្រៀមខ្លួនទេមានន័យអី Frank Chen ឈប់លេងល្បែងទៀតតើកំពុងពន្យាពេលថ្
ថ្ងៃនេះឯងនឹងរៀនមេរៀនអ្នកនឹងដឹងក្នុងពេលឆាប់នេះ ឈោកុំរើ ប្រេងខ្ញុំបានប្រកល់ស្តតាងដែលអ្នកខ្ញុំទៅប៉ូលីសរួចហើយទេវាមិនអាចទៅរួចទេធ្វើម៉េចអ្នកអាចប្រមូលស្តតាងនោះបានបើអ្នកមិនចង់ឲ្យអ្នកដទៃដឹងទេកុំធ្វើវាខ្ញុំបានប្រមូលស្តតាងដើម្បីចាប់អ្នកទាំងអស់គ្នាដាក់គុកអ្នកជាសម្រាប់ទីបំផុតបានចាប់អ្នកដាក់គុកអ្នកនឹងចំណាយពេលពេញមួយជីវិតនៅក្នុងគុកទេខ្ញុំមិនទទួលយកទេ Frank Chen អ្នកនឹងទទួលអ្វីដែលគួរទទួល នាំគាត់ទៅ ខ្ញុំនឹងត្រឡប់មកវិញហើយធ្វើឲ្យអ្នកឈឺចាប់ Fine ល្អណាស់ដែលអ្នកមកបើអ្នកមកយឺតជាងនេះ កុំខ្លាចអីខ្ញុំនៅទីនេះគ្មាននរណាអាចធ្វើបាបអ្នកទេដូច្នេះអ្នកដែលធ្វើបាបរចូលក្នុងជីវិតមុនគឺហួងហូសំណាងល្អដែលយើងរៀបរៀងសោកនាដកម្មមិនដែលកើតឡើងវិញយើងចូលទៅខាងក្នុងលឿន កូនកំលោះ អូនាយកគឺនាយកសាលា អ្នកមានសពមង្គលពីរដងសុំបោសាទរ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  ដូចគ្នាដែរដូចគ្នាដែរ លោកសែនមិនឆ្ងល់ទេដែលអ្នកមកពីសាលាយើងជាផលិតផលរបស់ស្ថាប័នយើងក្នុងរយៈពេលតែ2ឆ្នាំអ្នកខ្លាយជាអ្នកមានបំផុតនៅក្នុងរាជធានីហើយថែមទាំងបរិច្ចាគអគារ2ដល់សាលារៀនយើងរួមចំណែកក្នុងវិស័យអប់រំបាទ នាយកសាលាអ្នកសរសើរខ្ញុំពេកហើយខ្ញុំគ្រាន់តែធ្វើអស់ពីលទ្ធភាពក្នុងរយៈពេលប៉ុន្មានឆ្នាំនេះអរគុណចំពោះការយកចិត្តទុកដាក់របស់នាយកគឺនិងនាយកសាលាជាមួយអ្នកទាំងពីរខ្ញុំអាចផ្ដល់ទាំងស្រុងលើការរក្សាអាជីពរបស់ខ្ញុំ ឃើញទេរៀបសារនឹងគូសំមានសមត្ថភាពពិសេសនៅពេលណាយើងត្រូវការទេពកោសល្យបែបនេះសែនបន្តការគិតកំទៀត សូមអញ្ជើញអ្នកទាំងពីរចូលខាងក្នុង ល្អ សូមស្វាគមន៍កូនក្រមុំសូមអញ្ជើញស៊ូរូឈុំខាងមុខ រូធូខ្ញុំធ្លាប់មានសុបិនមួយក្នុងសុបិននោះយើងបានជួបគ្នាហើយស្រឡាញ់គ្នាប៉ុន្តែថ្ងៃមួយឧបទ្ទហេតុមួយបានកើតឡើងខ្ញុំបាត់បង់អ្នកជារៀងរហូតជីវិតគ្មានអ្នកធ្វើឲ្យខ្ញុំដូចកូនក្មេងវង្វេងផ្លូវនឹងបាត់បង់លុះដល់ទីបញ្ចប់ទើបខ្ញុំដឹងអ្នកគឺជាយុទ្ធការនៃជីវិតខ្ញុំដើម្បីនៅជាមួយអ្នកខ្ញុំបានដើរឆ្លងកាត់ជីវិតមុននិងជីវិតនេះស៊ូរូធូខ្ញុំស្រឡាញ់អ្នក លោកសែនអរគុណណាស់ដែលធ្វើឲ្យខ្ញុំខ្លាយជាស្ត្រីដែលមានសុភមង្គលបំផុតក្នុងពិភពលោកថ្ងៃនេះហើយអរគុណណាស់ដែលទទួលខ្ញុំធ្វើជាភរិយារបស់អ្នកសម្រាប់ថ្ងៃខាងមុខទាំងដល់ទូជួការលំបាកយើងនឹងចែករំលែកគ្រប់សេចក្តីសុខរួមគ្នាយើងនឹងជួបសុខភាពទំថែងនៃពិភពលោកហើយចំណាយពេលថ្ងៃដ៏យូរអង្វែងជាមួយគ្នា រូធូតើអ្នករៀបការជាមួយខ្ញុំទេ ខ្ញុំព្រម ខ្ញុំបានទៅយករបរនេះមកជាពិសេសសម្រាប់អ្នកវានឹងការពារអ្នកពេញមួយជីវិត រូធូអ្នកគឺជាអំណាចពីស្ថានស៊ូកូដែលបានប្រកល់ឲ្យខ្ញុំម្ដងទៀតខ្ញុំនឹងមិនដែលធ្វើឲ្យអ្នកខកចិត្តឡើយ